កម្ពុជាយើងមកដល់ម៉ោងណាយើងទន្ទឹងរងចាំផ្លូវឯកអគ្គរដ្ឋទូតថ្មីនឹងដូចចាំផ្លូវមើលផ្លូវម៉ែមកពីផ្សារអញ្ចឹងគឺថាយូរតែដំណឹងនេះក៏បានកាន់តែលះហៀងមកហ្នឹងគឺកាន់តែគៀកណាស់ទៅហើយដោយសារតែថ្មីនេះឯកអគ្គរដ្ឋទូតថ្មីដែលជាបេក្ខជនទេមិនមែនជាឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងជ្រើសតាំងអីពេញវិសាមញ្ញពេញសមត្ថភាពអីនៅឡើយទេគ្រាន់តែថាអាមេរិកគឺរដ្ឋបាលលោកត្រាំបានជ្រើសតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជាគឺលោក Christopher Anderson បាទលោក Christopher Anderson នេះគឺកាលពីម្សិលមិញម្សិលមួយថ្ងៃគឺថ្ងៃទី16ខែកក្កដាឆ្នាំ2026ហ្នឹងគឺគាត់បានទៅចូលនៅក្នុងសវនាការមួយដែលជាទម្លាប់គណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភាព្រឹទ្ធសភាអាមេរិកគឺមុននឹងតែងតាំងឬក៏ផ្ដល់ភាពស្របច្បាប់ឲ្យទៅតំណាងឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសណាទាំងអស់ក្រៅប្រទេសអាមេរិកគឺតែងតែឆ្លងកាត់ការសម្រេចផ្ដល់ការឯកភាពពីស្ថាប័នព្រឹទ្ធសភាទៅសិនហើយស្ថាប័នព្រឹទ្ធសភានេះគឺបានន័យថាតលតែយល់ព្រមពីខាងតំណាងរាជគណៈបកប្រឆាំងផងពីខាងគណៈបកការអំណាចផងដែលមានសម្លេង100សម្លេងទាំងអស់គ្នានឹងសម្រាប់តំណាងឲ្យរដ្ឋទាំងអស់ទាំង50រដ្ឋនៅក្នុងសហរដ្ឋអាមេរិកមួយរដ្ឋមានតំណាងព្រឹទ្ធសភា2នាក់នៅឯរដ្ឋសភាសហរដ្ឋអាមេរិកនៅរដ្ឋធានី Washington ហ្នឹងអញ្ចឹងអ្នកទាំង50នាក់នេះជាទូទៅនឹងសម្រេចបោះឆ្នោតគាំទ្រថាតើព្រមតាមបេក្ខភាពនឹងដែលដាក់ជ្រើសតាំងដោយប្រធានាធិបតីដែរឬក៏យ៉ាងណាឥឡូវនេះគណៈកម្មាធិការព្រឹទ្ធសភាតកតនឹងកិច្ចការបរទេសនេះក៏បានស្ដាប់សក្ខីកម្មស្ដាប់ការបដិញ្ញាចិត្តរបស់លោក Christopher Anderson តាមការជ្រើសតាំងរបស់លោក Donald Trump រួចទៅហើយអញ្ចឹងនៅឡើយតែការដែលសម្រេចថាតើពួកគាត់នឹងបោះឆ្នោតគាំទ្រដែរឬយ៉ាងណាក៏ប៉ុន្តែបើតាមយើងមើលអ្វីដែលជាខ្លឹមសារសំខាន់របស់លោក Christopher Anderson នេះខ្ញុំនឹងអានសេចក្តីថ្លែងការណ៍របស់គាត់ដែលមាន2ទំព័រជាភាសាអង់គ្លេសខ្ញុំសូមអធិស្ឋានដោយសារតែខ្ញុំអត់មានពេលដែលនឹងបកប្រែអត្ថបទជាភាសាអង់គ្លេសគាត់តាន់ពេលទេដូច្នេះខ្ញុំនឹងអានជាភាសាអង់គ្លេសសូមទោសបកប្រែឆៅតែម្ដងព្រោះអីខ្ញុំក៏មានជំនាញឯកទេសក្នុងការបកប្រែផ្ទាល់មាត់បកបដិញបកបដាក់និងបកឆៅនឹងដែរព្រោះអីខ្ញុំធ្លាប់បានទទួលការបណ្ដុះបណ្ដាលច្រើនដែរហើយសង្ឃឹមថាការបកប្រែនេះនឹងមិនឲ្យបងប្អូនតោះចិត្តប្រមាណដែរទេព្រោះអីខ្ញុំបកប្រែខ្លឹមសារជាងបកប្រែគ្រប់ម៉ាត់ដែលគាត់និយាយឥឡូវនេះគឺសេចក្តីថ្លែងការណ៍បងប្អូនអាចនឹងរកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសពីទំព័ររបស់លោក Christopher Anderson នេះនៅ website របស់គាត់ដែលដាក់ថា Christopher Anderson ចឹងតែម្ដងគឺគាត់មានផ្សាយនៅទីនោះហើយបងប្អូនរកមើលទៅនឹងឃើញខ្លឹមសារពិតទេបងប្អូនដែលអ្នកចេះភាសាអង់គ្លេសបើសិនជាបងប្អូនមិនចេះភាសាអង់គ្លេសក៏កុំបារម្ភអីព្រោះអីខ្ញុំនឹងបកប្រែសម្រួលជូនដូចតទៅបាទគឺជាសេចក្តីថ្លែងការណ៍របស់លោក Christopher Anderson ដែលជាបេក្ខជនជ្រើសតាំងដោយសហរដ្ឋអាមេរិកគឺលោក Donald Trump ដើម្បីធ្វើជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជានៅក្នុងគណៈកម្មាធិការកិច្ចការឬក៏ទំនាក់ទំនងព្រឹទ្ធសភាផ្នែកកិច្ចការបរទេសថ្ងៃទី16ខែកក្កដាឆ្នាំ2026បាទអញ្ចឹងខ្ញុំអត់ចាំបាច់និយាយអីពីលើវែងទេព្រោះគាត់បានបដិញ្ញាអំពីជីវប្រវត្តិពីក្រុមគ្រួសារគាត់ពីការងារដែលគាត់ធ្លាប់ធ្វើការនៅណាមានកូនចៅប្រមាណខ្ញុំជឿថាបងប្អូនមិនចាំបាច់ដឹងការងារប្រវត្តិគ្រួសារគាត់ប្រមាណក៏បានដែរប៉ុន្តែអ្វីដែលគាត់កាត់សម្គាល់ខ្លាំងជាងគេគឺតកតងនឹងចំណុចមួយនិយាយពីទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជានៅចាប់ពីទំព័រទី2ទៅតែម្ដងដែលគាត់និយាយថាទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាគឺមានភាពរឹងមាំកាន់តែខ្លាំងជាងមុនក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះគឺជាការបញ្ជាក់របស់លោក Christopher Anderson ដែលតាមការសង្កេតរបស់គាត់ហើយគាត់គិតថាអាការដែលសន្ទុះទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិកនិងកម្ពុជានេះក៏កាន់តែបង្កើនសន្ទុះពីមួយថ្ងៃទៅមួយថ្ងៃដែរលោកថាប្រធានាធិបតីត្រាំក្រោមភាពជាអ្នកដឹកនាំរបស់គាត់ក៏បានសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងប្រទេសថៃនិងកម្ពុជាដែលនេះគឺជាទំព័រថ្មីមួយដែលបង្កើតឲ្យមានទំនាក់ទំនងល្អរវាងរដ្ឋបាលរបស់លោកហ៊ុនម៉ាណែតនិងរដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump ហើយនៅក្នុងន័យនេះគឺលោកបានបញ្ជាក់ថារដ្ឋបាលលោក Donald Trump ក៏កំពុងតែកសាងទំនាក់ទំនងល្អបន្ថែមទៀតជាមួយនឹងកម្ពុជាដែរបន្ទាប់ទៅទៀតលោកបានថ្លែងថាសហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាដ៏ធំបំផុតមួយនៅលើពិភពលោក
ដោយសារតែកម្ពុជាបាននាំចេញទំនិញទៅក្រៅប្រទេសគឺស្មើនឹង40% នៃទំនិញទាំងអស់ដែលកម្ពុជានាំទៅសហរដ្ឋទៅពិភពលោកហ្នឹងគឺ40% គឺនាំទៅសហរដ្ឋអាមេរិកអញ្ចឹងបានន័យថាទីផ្សារអាមេរិកនេះគឺធំមែនតើអ្វីដែលគាត់លើកឡើងនេះព្រោះអីទំនិញដែលយើងនាំទៅ100មុខចង់និយាយថា100% គឺ40% គឺទីផ្សារអាមេរិកដែលទទួលយកការនាំចូលរបស់កម្ពុជាហ្នឹងហើយទំហំពាណិជ្ជកម្មនេះគឺលោកបានបញ្ជាក់ថាមានភាពល្អប្រសើរដែរខ្ញុំបើកវងកញ្ចក់បន្តិចតកតងរឿងពាណិជ្ជកម្មនេះថាតើពេលដែលលោកនិយាយពីទំហំពាណិជ្ជកម្មនេះតើលោកសំដៅទៅលើរឿងអីតាមពិតខ្ញុំស្រាវជ្រាវឯកសារមួយនៅរបស់ការិយាល័យគេហៅការិយាល័យរបស់តំណាងពិសេសពាណិជ្ជកម្មអាមេរិកដែលគេមានគេហទំព័ររបស់គេហើយខ្ញុំចង់ដឹងថាតើទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិកនេះមានប៉ុន្មាននៅក្នុងប្រមាណឆ្នាំកន្លងមកតាមរយៈគេហទំព័រនេះគឺបានបញ្ជាក់ថានៅក្នុងឆ្នាំ2024ទំហំពាណិជ្ជកម្មគឺគេគិតនិយាយទៅខ្ញុំយក2024ដោយសារ25 26អីហ្នឹងយើងចាប់ផ្ដើមមានបញ្ហាចំនួនព្រំដែនអីទៅតួលេខហ្នឹងអាចមិនប្រកបបជាដូចកាលឆ្នាំ2024តែមិនទាន់ឆ្លុះគ្នាទេនៅក្នុងឆ្នាំ2024ហ្នឹងទំហំពាណិជ្ជកម្មរវាងអាមេរិកនិងកម្ពុជាសូមអធិស្ឋានគឺមាន13,500 លានដុល្លារ13,500 លានដុល្លារបងប្អូន13,500 លានដុល្លារទំហំពាណិជ្ជកម្មនេះធំធេងណាស់ព្រោះអីយើងដឹងហើយកម្ពុជានាំទំនិញទៅសហគមន៍អឺរ៉ុបដែលបាន EBA ទំហំធំណាស់ដែរក៏ប៉ុន្តែទីផ្សារអឺរ៉ុបបានតែទំហំ 4,000 លានដុល្លារតែប៉ុណ្ណឹងទេនៅក្នុងមួយឆ្នាំអញ្ចឹងទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិកគឺលើសទំហំពាណិជ្ជកម្មកម្ពុជាជាមួយនឹងសហគមន៍អឺរ៉ុបដល់ទៅជាង3ដងជិត3ដងកន្លះបានន័យថាពី 4,000 លានទៅអឺរ៉ុបមក 13,000 លានជាង 13,500 បានន័យថា 13,500 លានដុល្លារដែលមកអាមេរិកហើយនៅក្នុងនេះចង់និយាយថាពាណិជ្ជកម្មរវាងខ្មែរនិងអាមេរិកទាំងអាមេរិកនាំចូលចេញទៅប្រទេសកម្ពុជាទាំងកម្ពុជានាំចូលមកអាមេរិកក្នុងនេះអញ្ចឹងទំហំនេះបើយើងដកអ្វីដែលអាមេរិកនាំទៅស្រុកខ្មែរជាទូទៅទំហំពាណិជ្ជកម្មអាមេរិកចូលទៅស្រុកខ្មែរនេះទូចណាស់បានន័យថាកម្ពុជានាំមកអាមេរិក100អាមេរិកនាំទៅកម្ពុជាបានតែ 3% ទេអញ្ចឹងបានន័យថាយើងនាំមកអាមេរិក10អាមេរិកនាំទៅកម្ពុជាវិញអត់បាន1ផងវាច្រើនវាតិចមែនតើគឺ 0.3% ទេនៅក្នុងន័យថា0.3 ក្នុងភាគ10ហ្នឹងអញ្ចឹងបានន័យថាអត់បាន 1% ទេអត់បាន1សំទោសអត់បាន1ក្នុង10ហ្នឹងទេអញ្ចឹង 13,000 លានដុល្លារដែលនាំមកអាមេរិកនេះគឺចូលទៅខ្មែរវិញនេះមានតែ250 លានដុល្លារជាងឬប្រហែលជា300 លានចុះព្រោះអីវាកើនឡើងបន្តិចអញ្ចឹងអាមេរិកនាំទៅកម្ពុជាតិចតួចមែនតើតែកម្ពុជានាំមកអាមេរិកហ្នឹងគឺច្រើនសន្ធឹកដូច្នេះហើយបានជាអាមេរិកមានឥទ្ធិពលខ្លាំងនៅក្នុងការដាក់សម្ពាធឲ្យរដ្ឋាភិបាលកម្ពុជាកែប្រែកិច្ចការមួយចំនួនហើយយើងឃើញកម្ពុជានៅពេលដែលអាមេរិកគម្រាមដាក់ពន្ធគឺចាប់ផ្ដើមរៀងទុនដែរមួយរយៈនេះទុនច្រើនណាស់កាលមុនពេលដែលអឺរ៉ុបគម្រាមដាក់ដក EBA 20% លោកហ៊ុនសែនថាដកទាំងអស់ក៏កម្ពុជាអត់ស្លាប់ដែរក៏ប៉ុន្តែឥឡូវនៅពេលដែលអាមេរិកគ្រាន់តែគិតពីរឿងពន្ធនិយាយពីចរចារិចផ្លូវអស់ហើយនៅរដ្ឋធានី Washington ហ្នឹងដោយសារអីឥទ្ធិពលអាមេរិកសំខាន់សម្រាប់ប្រទេសកម្ពុជាដែលធ្វើឲ្យរដ្ឋាភិបាលថ្មីនេះដឹកនាំដោយលោកហ៊ុនម៉ាណែតបើទោះបីជាលោកហ៊ុនសែននៅពីក្រោយក៏ដោយហ្នឹងក៏មិនដូចថាកអឺតកតមដោយកាលតែគាត់ធ្វើជាមួយនឹងសហភាពអឺរ៉ុបទេដូច្នេះហើយនេះហើយជាឱកាសសម្រាប់សហរដ្ឋអាមេរិកដាក់សម្ពាធលើកម្ពុជារឿងច្រើនយ៉ាងសម្ពាធចុងក្រោយហ្នឹងចង់ដាក់ពន្ធបន្ថែមបងប្អូនដឹងហើយរឿងពន្ធ 49% ដែលគេចង់ដាក់ហ្នឹងគឺកម្ពុជាចាប់ផ្ដើមទុនតាក់ទងនឹងអាមេរិកអត់រករឿងអីក្រៅពីរករឿងនាំទំនិញពាក់កណ្ដាលសម្រាប់ពីចិនមកបិទស្លាកបោះត្រាឲ្យកម្ពុជាតាក់ថាផលិតនៅស្រុកខ្មែរយកមកលក់នៅអាមេរិករួចពន្ធចំណេញចិនអាមេរិករករឿងហ្នឹងកម្ពុជាប្រហែលជានៅក្នុងឆ្នាំកន្លងតែមិញនេះគឺឬក៏ដើមឆ្នាំ2026នេះគឺចេញច្បាប់ថ្មីហាមទំនិញពាក់កណ្ដាលសម្រាប់ដែលយកមកបិទស្លាកបោះត្រាថាផលិតនៅស្រុកខ្មែរតាមពិតយកពីចិនហ្នឹងក៏យើងចេញច្បាប់មួយដោយសារតែខ្លាចអាមេរិកសកត់ករឿងពន្ធហ្នឹងម្ដងហើយឥឡូវនេះអាមេរិកចង់ដាក់ពន្ធ 12% កន្លះសម្រាប់ប្រទេស45ហើយ 10% សម្រាប់ប្រទេស15ដោយកម្ពុជាដែរតកតងនឹងរឿងការដែលទទួលយកទំនិញដែលនាំចូលកម្ពុជាដោយពលកម្មបង្ខំឃើញកម្ពុជាចេញគោលការណ៍ថ្មីមួយទៀតថាហាម5នឹងដាក់ទណ្ឌកម្មការនាំទំនិញនេះដូច្នេះ2ដងក្នុងពេលមិនដល់6ខែបែបនេះ
បញ្ជាក់បានច្បាស់ថាកម្ពុជារងឥទ្ធិពលសម្ពាធអាមេរិកយ៉ាងចាស់ដៃតាក់ទងនឹងរឿងពន្ធហើយនឹងរឿងទំហំពាណិជ្ជកម្មនៅទីនេះអញ្ចឹងហើយបានជាឱកាសល្អសម្រាប់បងប្អូនខ្មែរនៅគ្រប់ទិសទីទាំងអស់ទាំងនៅស្រុកខ្មែរទាំងនៅសហរដ្ឋអាមេរិកគឺនាំគ្នាតស៊ូមតិឲ្យកម្ពុជាស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយយកវេទិកាដំដែកតននៅក្តៅនេះដើម្បីតស៊ូមតិជាមួយនឹងតំណាងពាណិជ្ជកម្មអាមេរិកនៅកម្ពុជានៅស្រុកអាមេរិកនិងតំណាងរាស្ត្រអាមេរិកនៅគ្រប់ទិសទីដើម្បីធ្វើយ៉ាងម៉េចដាក់សម្ពាធឲ្យរដ្ឋាភិបាលកម្ពុជាកែសិទ្ធិមនុស្សនិងប្រជាធិបតេយ្យកុំឲ្យជិះសេះលែងដៃដោយរាល់ថ្ងៃព្រោះអីជួនកាលគាត់ចេះតែថាយកតាបងឲ្យទៅរួចខ្លួនជាមួយនឹងអាមេរិកហើយទៅគាត់អត់ស្ដារសោះសិទ្ធិមនុស្សនឹងនៅសកាក៏អត់ធ្វើតាមអត់គោរពសិទ្ធិមនុស្សអត់គោរពប្រជាធិបតេយ្យនៅងើបមួយវាយមួយអានេះហើយដែលសហជីពទាំងអស់ឬក៏ប្រជាពលរដ្ឋដែលស្រឡាញ់ប្រជាធិបតេយ្យយកឱកាសមិនចាំបាច់ប្រើសារហិង្សាឬស្អីទេប្រើតាអាស្លាប់បកានិងមេក្បាលមីក្រូមួយកាន់តែបដាទៅតស៊ូនៅរដ្ឋធានី Washington ទៅមុខផ្ទះរបស់តំណាងរាស្ត្រឬក៏វាមានរដ្ឋសភាប្រចាំរដ្ឋទាំងអស់ហ្នឹងគឺជោគជ័យ 100% ឲ្យតែបងប្អូននាំគ្នាស្រស់គ្នាស្រាក់ដៃគ្នាកុំឲ្យលោកហ៊ុនសែនរួចខ្លួនព្រោះអីគាត់ធ្វើនយោបាយប្រជាពិធដ្ឋបោកប្រជាពលរដ្ឋខ្មែរហ្នឹងចិត្តថាកែឥឡូវនេះដល់ពេលគាត់កែជាមួយអាមេរិកនៅស្រុកខ្មែរដែលចាប់អ្នកទោសអត់លែងស្ថានភាពសិទ្ធិមនុស្សនៅតែដដាបអីចឹងដែរហើយទៅអាហ្នឹងជាឱកាសទៅប្រាប់ខាងតំណាងពាណិជ្ជកម្មអាមេរិកឬក៏នេះហ្នឹងថាឯងមើលនេះកម្ពុជាថាតែមាត់ទេអត់ធ្វើទេអាហ្នឹងឯងដែលជាឱកាសសម្រាប់បងប្អូនតស៊ូមតិហើយម្ដងទៀតបងប្អូនខ្ញុំលើកទឹកចិត្តឲ្យតស៊ូមតិដោយមានការធានាពីសិទ្ធិក្នុងរដ្ឋធម្មនុញ្ញកម្ពុជានិងអង្គការសហប្រជាជាតិនិងច្បាប់សិទ្ធិមនុស្សអន្តរជាតិដូចជាកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយអីគេអនុញ្ញាតឲ្យយើងតវ៉ាដោយសន្តិវិធីខ្ញុំនិយាយតែពីរឿងសន្តិវិធីហើយរឿងអំពើហិង្សាហ្នឹងគឺតើតាពេលគណៈបកឬក៏រដ្ឋាភិបាលកម្ពុជាគាត់ដឹងថាទប់អត់បានគាត់បង្កើតក្រុមបាតដៃទី3ប៉ុន្តែបងប្អូនបាតដៃទីប្រមាណក៏ដោយគឺតស៊ូដោយអហិង្សាដោយសន្តិវិធីគឺជាវិធីយកឈ្នះរបបផ្ដាច់ការនៅគ្រប់ទិសទីទាំងអស់ឥឡូវខ្ញុំបន្តសាររបស់លោក Christopher Anderson បន្តទៀតដែលគាត់និយាយពីទំហំពាណិជ្ជកម្មហ្នឹងគឺគាត់លើកទឹកចិត្តថាអាមេរិកមានទឹកមាត់ប្រៃតាក់ទងនឹងពាណិជ្ជកម្មជាមួយកម្ពុជាព្រោះអីទំហំនេះធំណាស់កម្ពុជានាំមកអាមេរិកដូចទឹកបាក់ទំនប់អាមេរិកនាំទៅកម្ពុជាវិញតិចតួចមែនតើក៏ប៉ុន្តែគាត់ថានឹងរឹតបន្តឹងឬក៏ពង្រឹងអាវិស័យនេះខ្ញុំជឿថាអាមេរិកដើម្បីឲ្យផលិតផលអាមេរិកនាំទៅលក់ស្រុកខ្មែរបានច្រើនណាហើយនឹងទំហំពាណិជ្ជកម្មនឹងកើនឡើងគឺទាល់តែស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅស្រុកខ្មែរលុបបំបាត់អាចឆបបោកអនឡាញឬអំពើពុករលួយបកពួកនិយមការបោះឆ្នោតអត់មានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌ឈប់ជិះសេះលែងដៃហ្នឹងបានជីវភាពប្រជាពលរដ្ឋនឹងកើនឡើងនៅពេលដែលជីវភាពប្រជាពលរដ្ឋកើនឡើងប្រាក់បៀវត្សមន្ត្រីរាជការទាហានប៉ូលីសនិងគ្រូបង្រៀនកម្មករអីកើនឡើងគុណនឹង2គុណនឹង3ឥឡូវប្រាក់ខែកម្មករ210បើសិនជាមានប្រជាធិបតេយ្យមានសិទ្ធិមនុស្សត្រឹមត្រូវគាត់អាចបាន420ឬក៏$500នៅក្នុងមួយខែមន្ត្រីរាជការ350ប្រាក់ខែអបបរមាអាចឡើងដល់ទៅ900នៅក្នុងម្នាក់ឧទាហរណ៍ហក់ទៅប៉ូលីសទាហានដែលសប្ងៃបាន200-300គាត់អាចបាន500-600ទៅ1000កម្លាំងសេដ្ឋកិច្ចបែបនេះគឺវារឹងមាំសម្រាប់ឲ្យទំនិញដែលល្អប្រណិតដូចជាទំនិញរបស់សហរដ្ឋអាមេរិកចូលទៅទីផ្សារស្រុកខ្មែរបានប្រជាពលរដ្ឋអាចទិញបានបើអត់ទេចំណេញតែចិនហើយនឹងយួនទេព្រោះអីយើងទៅទិញ iPhone មិនតម្លៃដល់$1000បើប្រជាពលរដ្ឋរកតាំងអង្គច្រកឆ្នាំងអត់បាននឹងចាក់បំណុលគេសុកចិត្តដូចអ្នកនៅកងពិសីខ្ចីការប្រាក់គេ$100ការ$40ក្នុងមួយខែយើងមើលមកវេទនាចាក់សងការគេសងបានផងហើយទៅទំនិញអាមេរិកអីណាសាច់គោហ្វីឡុងហ្វីលេឬក៏ត្រីសាម៉ិនរបស់អាមេរិកអីណាដុតទៅដោះគោថ្លៃអីប្រណិតអីគ្រឿងអេឡិចត្រូនិកអីទៅលក់អីបានថ្លៃគេទិញតែ Oppo របស់យួនរបស់ចិនរបស់អី Huawei អីរបស់ថៃរបស់ចិនរបស់អីហ្នឹងវៀតណាមហ្នឹងគេនៅវល់ហ្នឹងរបស់ដែលថោកហើយប្រកួតប្រជែងទីផ្សារអាមេរិកបានប្រជាពលរដ្ឋចេះតែទៅសងំទៅ100-200ទិញប្រើបានជំនួសឲ្យការទិញ iPhone $1000 ជាងដូច្នេះជីវភាពដែលលំបាកបែបនេះអត់មែនជាទីផ្សារអាមេរិកទេអាមេរិកដឹងតាអញ្ចឹងហើយបានអាមេរិកចេះតែចង់ឲ្យកម្ពុជាស្ដារសិទ្ធិមនុស្សនិងកែប្រជាធិបតេយ្យឡើងវិញមិនមែនដើម្បីតែប្រយោជន៍អាមេរិកទេតាមពិតកែប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើងវិញនេះគឺប្រយោជន៍ប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកហ្នឹងមុនគេនៅពេលដែលជីវភាពបងប្អូនយើងធូរធារអាការចំណាយការទិញការកម្លាំងសេដ្ឋកិច្ចកម្លាំងចាយលុយហ្នឹងគឺវាធំអញ្ចឹងយើងធ្លាប់ពីមុនមកយើងធ្លាប់តែលះហាលយើងធ្លាប់តែចង្រិតជៀនឧទាហរណ៍ដល់ទៅពេលប្រាក់ខែយើងបានកាលមុន210ចង្រិតជៀនលះហាលចុះឥឡូវបើបាន420ហើយអញ្ចឹងយើងលៃអាចរកហ្វីឡុងហ្វីលេលុកឡាក់អីមកពេលឡាទៅមិនអញ្ចឹងវានៅតែអាចលៃបានហើយចុះបើយើងឡើងដល់630អញ្ចឹងបាននៅហួសហ្វីឡុងហ្វីលេទៅអាចនឹងកំសាន្តដើរលេងសប្បាយតាមរមណីយដ្ឋានចាយលុយទិញគ្រឿងសម្ភារៈប្រើប្រាស់ឲ្យវាប្រណិតកុំខ្ចីគេដូច្នេះអាកម្លាំងហ្នឹងវាកាន់តែឡើងសេដ្ឋកិច្ចស្រុកខ្មែរក៏កើនអ្នកលក់ដូរក៏លក់ដាច់
អ្វីក៏វាប្រព្រឹត្តទៅរលូនហើយវាតាក់ទាញដល់វិនិយោគិនពីក្រៅប្រទេសទៀតថាយើងមានកម្លាំងទិញដល់ពេលទិញបានយើងទៅរកអីទៅលក់ឲ្យកើតចុះបើអត់មានទីផ្សារហ្នឹងឲ្យគេលក់អីអាមេរិកមិនចង់នាំចូលទៅស្រុកខ្មែរទេតែនាំស្អីគេបើយើងអត់ទិញផងហ្នឹងយើងនាំគ្នាទិញតែរបស់យួនហើយរបស់ចិនហ្នឹងវាចឹងហ่าបងប្អូនចឹងហើយបានថារឿងនេះគឺវារឿងធំហ่าប៉ុន្តែមេដឹកនាំយើងជួនកាលហ្នឹងគឺថាធ្វើបង្ប្រាប់ប្រជាពលរដ្ឋថាបានប៉ុណ្ណឹងហើយចង់បានអីទៀតហ៎កាលលើកមុនហូបក្ដួចសម័យខ្មែរក្រហមក៏ហូបតែបបររាវយកអា50ឆ្នាំហ្នឹងមកលងបងប្អូនរាល់ថ្ងៃហើយបងប្អូនហ្នឹងនៅលងសឹមស្ដាប់អាចម្រៀងដដែលចាក់ឡើងសឹកឌីសហ្នឹងឲ្យតែចិត្តដល់ថ្ងៃ7មករាចាក់ឲ្យខ្មែរក្រហមសម្លាប់រង្គាលធ្វើឲ្យមនុស្សបាក់ស្បាតប៉ុន្តែកម្ពុជាភ្លេចគិតថាខ្មែរដែលជំងឺបាក់ស្បាតហ្នឹងស្លាប់ចង់អស់ហើយនៅសល់តែក្មេងយុវជនចំនួនក្រោយចំនួនអាយុ30 40 45អីហ្នឹងអត់ដែលស្គាល់របបខ្មែរក្រហមទេដូច្នេះគាត់នៅតែលួងចាស់ដែលនៅសល់អត់ទាន់ស្លាប់ហ្នឹងគឺដើម្បីឲ្យគាត់ទៅបន្លាចក្មេងៗហ្នឹងចាស់ហ្នឹងអូអានាងអញកុំនយោបាយកុំអីពិបាកណាស់ខ្មែរក្រហមដោយរបបខ្មែរក្រហមពិបាកណាស់កូនហើយជាប់គុកជាប់ច្បាប់ចាស់ហ្នឹងគឺនៅធ្វើបាបក្មេងនៅហ្នឹងគឺអញ្ចឹងដោយសារអីរបបការដឹកនាំរដ្ឋសប្ងៃហ្នឹងគឺដឹងរបៀបគម្រាមកំហែងបំបាក់ស្បាតចាស់ព្រោះអាចាស់មានឥទ្ធិពលក្នុងការណែនាំក្មេងៗអញ្ចឹងទៅឲ្យទៅបំភ័យគ្នាបើថាមិនធ្វើអីក៏ទាញគ្នាររឿងគ្នាស្ដីបន្ទោសគ្នាធ្វើឲ្យមនុស្សលែងចង់នយោបាយឲ្យរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាជាសេះលែងដៃហើយនៅគម្រាមនៅបំពេញនៅអញ្ចឹងរហូតហើយដល់អ្នកដែលខាតប្រយោជន៍គឺចាស់ហ្នឹងឯងក៏ខាតប្រយោជន៍មុនគេព្រោះឥឡូវយាយចាស់នៅស្រុកខ្មែរអត់ដែលបានលុយពីរដ្ឋមួយរៀលអត់ដែលសោះវេទនាក្រៀមផ្អើសរតែ$10ដើម្បីឲ្យយាយចាស់អាយុ65ឆ្នាំទៅដែលអត់មានការងារអីធ្វើនឹងដើម្បីគាត់បានគ្រាន់ទិញស្លាមលូឬក៏ទៅសុំសិលក៏អត់ដែរព្រោះរដ្ឋាភិបាលក្រហើយកាលមុនគណៈបកប្រឆាំងដោយគណៈបកសង្គ្រោះជាតិហ្នឹងគ្រាន់តែស្នើលុយចង់ជួយយាយចាស់តាអីដែលអាយុ65ឆ្នាំទៅបាន$10-20អីគ្រាន់ទិញស្លាមលូហ្នឹងគេរករឿងថាជានយោបាយបោកប្រាស់បានលុយមកពីណាវាសិតតែអញ្ចឹងអត់តាន់ទាំងបានឲ្យហើយទៅរករឿងគេសិតតែជប់លុយមកពីឋានប្រអិនមកពីណាបើយើងអត់មានលុយហើយចុះបើណែឯងធ្វើមិនកើតហេតុអីក៏មិនឲ្យគេធ្វើទៅបើគេចេះធ្វើកើតហើយបើគេធ្វើមិនកើតប្រជាពលរដ្ឋបោះឆ្នោតតម្លាក់គេហ៎ហេតុអីបានជាយើងទៅរៅឆានរំលាយគេចោលគេអត់តបានធ្វើខ្លាចគេធ្វើល្អជាងខ្លួនហើយដល់ពេលចុងក្រោយអ្នកដែលអត់បានផលគឺប្រជាពលរដ្ឋទាំង18លាននាក់ហើយអាមេរិកណាគេចង់ឲ្យយើងមានប្រជាធិបតេយ្យសិទ្ធិមនុស្សហ្នឹងមិនមែនដើម្បីប្រយោជន៍អាមេរិកទេវាបានប្រយោជន៍អាមេរិកច្រើនមែនហើយធម្មតាតែមានប្រជាធិបតេយ្យមានសិទ្ធិមនុស្សដូចខ្ញុំនិយាយចឹងសេដ្ឋកិច្ចវាដើរអ្នកវិនិយោគិនល្អល្បីគេចង់ទៅរកស៊ីសពថ្ងៃនេះណាឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយដូចនៅស្រុកខ្មែរនេះបានតែចិនទេព្រោះចិនគេចូលចិត្តអាចឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយមកបោកឆោបបោកអនឡាញគេងកម្លាំងប្រជាជនយូរខូចអារដ្ឋយើងហ្នឹងក៏លលាយមុខមាត់អាប្រជាពលរដ្ឋយើងហ្នឹងក៏ហិនហោចខ្ទេចខ្ទីអស់ទាំងអស់ត្រីរស់ក៏រួចទន្សាយក៏រួចអត់ទាំងអស់លលាយខ្សោយទាំងអស់គ្នាហ្នឹងហើយយើងចង់បានអញ្ចឹងតែបើសិនជាគេមានសិទ្ធិមនុស្សមានប្រជាធិបតេយ្យគេគ្រាន់ណែនាំមិនបាច់យកទេកុំទៅយកហ្វីឡុងហ្វីលេលុកឡាក់អីរបស់អាមេរិកអីយើងញ៉ាំស្ពៃរបស់ចិនណាស្ពៃឥឡូវហើមពោះនៅហ្នឹងទៅនៅស្ពៃមុខដូចស្ពៃអញ្ចឹងទៅឥឡូវនេះគឺបន្តទៅទៀតគាត់និយាយពីទំហំពាណិជ្ជកម្មនេះគឺលោក Christopher Anderson ចង់សង្កត់ផ្សាយសារទៅប្រទេសកម្ពុជាថាអ្នកឯងពឹងពាណិជ្ជកម្មអាមេរិកខ្លាំងណាស់ក៏ប៉ុន្តែក៏ឃើញចិញ្ចៀងបាសនឹងដែរថាខ្មែរនាំចូលអាមេរិកច្រើនណាស់អាមេរិកនាំចូលទៅខ្មែរបានតិចតួចហើយគាត់បានគិតថាវិស័យពាណិជ្ជកម្មនេះគាត់ក៏នឹងប្រឹងដើម្បីស្ដារធ្វើយ៉ាងម៉េចឲ្យអាមេរិកអាចមានទីផ្សារកាន់តែសម្បូរហើយឥឡូវអាមេរិកមិនមែនអត់ធ្វើមួយខ្មែរទេណាខ្មែរសន្យាច្រើនណាពេលដែលសុំឲ្យគេចុះពន្ធហ្នឹងដឹងខ្មែរសន្យាជាមួយអាមេរិកថាមិនខ្លះហ៎អត់យកពន្ធទំនិញអាមេរិកទាំងអស់នាំចូលទៅលក់នៅស្រុកខ្មែរដែលទេបងប្អូនដែលមានទេនៅលើโลกនេះដែលប្រទេសយើងក្រីក្របំផុតត្រូវការជំនួយពីអាមេរិកត្រូវអាមេរិកបើថាពន្ធណាយកមកពីចិនណា 10% យើងត្រូវយកពន្ធទំនិញអាមេរិក 50% ដើម្បីឲ្យសេដ្ឋកិច្ចយើងដើរបើខ្ញុំនិយាយពី logic ទេព្រោះអីប្រទេសគេអ្នកមានណាគេមិនខ្វល់រឿងពន្ធហ្នឹងមកក៏ប៉ុន្តែខ្មែរយើងដោយសារតែរងសម្ពាធអារឿងពន្ធហ្នឹងណាសុកចិត្តទម្លាក់ពន្ធទំនិញផលិតផលអីទាំងអស់នាំមកពីអាមេរិកគឺ 0% អត់យកទេក៏ប៉ុន្តែប៉ុណ្ណឹងក៏អត់ជួយទំនិញអាមេរិកអីបានច្រើនដែរដូចខ្ញុំនិយាយចឹងបើអាមេរិកនាំមកខ្មែរយើងយំនាំមកអាមេរិក10អាមេរិកនាំទៅខ្មែរយើងអត់បាន1ផងហ្នឹង 0.3% នៅក្នុង10ហ្នឹងដូច្នេះវាតិចណាស់ទោះយើងទម្លាក់ដល់0ក៏វានៅអត់អាចប្រកួតប្រជែងជាមួយទំនិញចិនទំនិញយួនអីបានដែរព្រោះអីកម្លាំងចាយលុយនៅស្រុកខ្មែរឥឡូវហ្នឹងលុយខ្មែរយើងចាយលុយមិនមែនត្រឹមអត់លុយចាយទេអាលុយអត់ចាយរាល់ថ្ងៃហ្នឹងគឺយើងដឹងអត់យូរហើយប៉ុន្តែសប្តាហ៍នេះណាគឺរកមកគ្រាន់តែបង់ការប្រាក់មីក្រូហិរញ្ញវត្ថុទៅទៀតជំពាក់បំណុលគេវាន់កកទូទាំងប្រទេសអ្នកខ្លះ3មីក្រូហិរញ្ញវត្ថុ3ស្អីស្ថាប័ន
អន្តទានស្ថាប័នមីក្រូប្រាក់កម្ចីធនាគារអង្គការអីហ្នឹងគឺខ្ចីហើយចាប់ពីមួយទៅមួយយកមកសងតែការប្រាក់សងអត់គ្រប់ទេហើយរឿងនេះមិនមែនខ្ញុំអ្នកនិយាយទេណាបងប្អូនគឺអង្គការសង្ត្រាល់នៅប្រទេសកម្ពុជាគេរកឃើញជំពាក់បំណុលវ៉ាន់កដូចលីកាដូក៏គេរកឃើញដែរទៅអានឯកសារហ្នឹងទៅអត់មានគួងណារ៉េតអីមកចេះតែជប់ពាក្យហ្នឹងមកពីណាទេអត់ទេគឺជាព័ត៌មាននៅហ្នឹងហើយប្រជាពលរដ្ឋហ្នឹងគឺវេទនាអញ្ចឹងបងប្អូនដឹងដែរតាវាអត់មានអីប្លែកទេហើយអត់បានដោះស្រាយបញ្ហារួចទាន់ទេហើយទៅរកកម្លាំងឯណាមកទិញផលិតផលអាមេរិកដែលថ្លៃបើក្រតែទិញកតុហូបទិញអត់ទាំងគ្រប់ផងហ្នឹងអញ្ចឹងរឿងយើងគឺរឿងយើងគឺសម្លកពឹសហើយទាំងអស់ហ្នឹងសុទ្ធតែតកតងនឹងរបៀបដឹកនាំរដ្ឋហើយនឹងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សទាំងអស់ហ្នឹងគឺតកតងអាហ្នឹងទាំងអស់ព្រោះអាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សហ្នឹងបើមានប្រព័ន្ធបោះឆ្នោតត្រឹមត្រូវយុត្តិធម៌គឺមានតម្លាភាពមានអីចឹងទៅវាធ្វើឲ្យប្រព័ន្ធដឹកនាំរដ្ឋហ្នឹងវាមានតុលាការឯករាជ្យវាមានស្ថាប័នផ្សព្វផ្សាយព័ត៌មានឯករាជ្យវាមានអង្គការសង្គមស៊ីវិលឯករាជ្យវាមានស្អីជួយជាចំោះជាភ្នែកបញ្ញវន្តបណ្ឌិតលែងសង្ងំសុកអារឿងបញ្ញវន្តបណ្ឌិតសង្ងំសុកថ្ងៃនេះគឺមានអត្ថបទមួយនិយាយពីបញ្ញវន្តបណ្ឌិតសង្ងំសុកឥឡូវត្រូវបាននាយករដ្ឋមន្ត្រីប្រាប់ថាសង្ងំសុកតទៅទៀតចេះបិទមាត់ណែទៅជាចេះវិញនាយករដ្ឋមន្ត្រីមកលើកទឹកចិត្តឲ្យបណ្ឌិតបិទមាត់នេះខ្ញុំពងតែឆ្ងល់ហើយចោះគាត់ទៅរៀនបានសញ្ញាបត្របណ្ឌិតសញ្ញាបត្រស្អីគេដែរហ្នឹងនៅស្រុកណាដែលគេបិទមាត់បណ្ឌិតខ្ញុំពងតែឆ្ងល់ហើយចឹងបានថាខ្មែរយើងស្អីក៏មានដែរបងប្អូនស្អីក៏មានដែរហើយយើងអត់ព្រមកែហើយយើងចេះតែចង់នាំគ្នាថាបានផលល្អឥឡូវបន្តទៅទៀតលោក Christopher Anderson គាត់បន្តថាគាត់នៅតែដឹងច្បាស់នៅក្នុងប្រទេសកម្ពុជានឹងថាមានបញ្ហាប្រឈមជាច្រើនគាត់ដឹងក៏ប៉ុន្តែក៏ឃើញថាទំនាក់ទំនងកម្ពុជានិងអាមេរិកហ្នឹងក៏មានភាពល្អប្រសើរគួរឲ្យកត់សម្គាល់អញ្ចឹងខំកសាងតទៅទៀតហើយគាត់បដិញ្ញាកសាងទំនាក់ទំនងនឹងល្អតទៅទៀតក៏ប៉ុន្តែដើម្បីកសាងទំនាក់ទំនងកម្ពុជានិងអាមេរិកឲ្យល្អនេះគឺជាការបដិញ្ញាចិត្តរបស់គាត់ចំនួន2ចំណុចដែលខ្ញុំគិតថារឿងនេះគឺជាសារមួយសម្រាប់អ្នកតស៊ូមតិទាំងអស់អ្នកស្រឡាញ់ប្រជាធិបតេយ្យអ្នកតស៊ូសិទ្ធិមនុស្សអ្នកដែលត្រូវគេងើបមួយវាយមួយនៅកម្ពុជាយកជាឱកាសដើម្បីជាកម្លាំងចិត្តនៅក្នុងការតស៊ូមតិនៅស្រុកខ្មែរព្រោះអីលោក Christopher Anderson នឹងក្លាយទៅជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅប្រទេសកម្ពុជាតំណាងឲ្យសហរដ្ឋអាមេរិកក្នុងពេលដ៏ខ្លីខាងមុខនេះហើយយកការបដិញ្ញាចិត្តទាំងពីរចំណុចរបស់គាត់យកមកចងចាំហើយទៅបាតកម្មមុខស្ថានទូតអាមេរិកតាមដែលអាចធ្វើទៅបានដោយអហិង្សាទាមទារឲ្យគាត់គោរពតាមអ្វីដែលគាត់បដិញ្ញានេះបើសិនជាគាត់បានក្លាយទៅជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជាដោយការគ្រោងទុកមែនទី1គាត់ថាគាត់នឹងបដិញ្ញាកំតិចឲ្យខ្ទេចដូចផេះផង់គឺការឆោបបោកអនឡាញនៅកម្ពុជាបដិញ្ញាហ្នឹងគឺបដិញ្ញាយកចំណុចទាំងអស់នេះគឺជាចំណុចអតិភិបគឺយកអាការឆោបបោកអនឡាញហ្នឹងជាចំណុចអតិភិបនៅក្នុងការដែលគាត់ទៅធ្វើការនៅស្រុកខ្មែរជាឯកអគ្គរដ្ឋទូតថ្មីហ្នឹងដើម្បីសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជាជួយកំទេចអាឆោបបោកអនឡាញហ្នឹងឲ្យអស់ជាផេះជាផង់ហើយមិនមែនកំទេចតែអាឆោបបោកអនឡាញដែលជាមជ្ឈមណ្ឌលហ្នឹងទេគឺគាត់នឹងចាត់ការក្រុមអក្រិតជនទាំងអស់ដែលនៅពីក្រោយខ្នងនៃការឆោបបោកអនឡាញហ្នឹងទៀតខ្ញុំពេញចិត្តលោក Christopher Anderson មែនតើខ្ញុំពេញចិត្តនឹងរឿងថាអ្នកនៅពីក្រោយនេះរាល់ថ្ងៃនេះណាទៅចង់បិទមជ្ឈមណ្ឌលឆោបបោកអនឡាញដូចខ្មែរកំពុងធ្វើថាបាន250មជ្ឈមណ្ឌលអីហ្នឹងដែលអះអាងថាធ្វើកក្រើកដេញជនបរទេសទៅរាប់សែនអ្នកអីហ្នឹងណាវាគ្រាន់តែជាការវែកចកទេតាមពិតគឺអក្រិតជនដែលសំខាន់មេខ្លោងជួញដូរអនឡាញហ្នឹងគឺនៅជួររដ្ឋាភិបាលកម្ពុជានៅក្នុងស្រុកហ្នឹងនៅក្នុងចំណោមអង្គការមហាមន្ត្រីផ្កាយប្រមាណអស់ហ្នឹងដែលមានឈ្មោះជាខ្មែរអស់ហ្នឹងដែលយកអាចចាត់ការទេមានអង្គការយើងឃើញដូចលីយ៉ុងផាត់ដូចកុកអានដូចលោកហ៊ុនតូអីដែលគេកាត់ទោសគេសំទោសគេចោទប្រកាន់គេដាក់ទណ្ឌកម្មដាក់អីតែស្រុកខ្មែរដែលស៊ើបអង្កេតបានមួយករណីឥឡូវលោក Christopher Anderson គាត់សច្ចាថាពេលដែលគាត់ចូលទៅដល់ស្រុកខ្មែរគឺគាត់នឹងចាត់ការមន្ត្រីនៅពីក្រោយហ្នឹងដើម្បីឲ្យអស់អាការឆោបបោកអនឡាញពិតប្រាកដមិនមែនធ្វើតែសើអីចឹងរឿងនេះហើយដែលខ្ញុំចង់ឲ្យបងប្អូនខ្មែរទាំងអស់ត្រូវចាំលោក Christopher Anderson បានសច្ចាថាគាត់ទៅធ្វើដូច្នេះនៅស្រុកខ្មែរចាំបើគាត់អត់ធ្វើទេរំលឹកគាត់ផងព្រោះគាត់ទៅដល់ទូតអាមេរិកនៅស្រុកខ្មែរក្បែរវត្តភ្នំហ្នឹងចិត្តបកហើយជាបេះដូងរដ្ឋធានីភ្នំពេញរបស់យើងអញ្ចឹងបងប្អូនតវ៉ាប្រាប់គាត់ដោយសន្តិវិធីប្រាប់គាត់ថាមិនហើយឥឡូវដល់ណាហើយអានេះគឺជាសិទ្ធិស្របច្បាប់ហើយបងប្អូនត្រូវថតអាឯកសារនេះសេចក្តីថ្លែងការណ៍របស់គាត់នឹងទុកហើយចាំផងថ្ងៃ16ខែកក្កដាឆ្នាំ2026លោក Christopher Anderson ថ្លែងនៅក្នុងគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ក្របខ័ណ្ឌព្រឹទ្ធសភាអំពីការបដិញ្ញារបស់គាត់បើគាត់ក្លាយទៅជា
ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានាពេលខាងមុខអាហ្នឹងរឿងទី1គឺគាត់យកចំណុចឆបបោកអនឡាញហ្នឹងជាអតិភិបហេតុអីបានអញ្ចឹងបងប្អូនខ្ញុំរំភើបហេតុអីបានខ្ញុំរំភើបព្រោះការឆបបោកអនឡាញនេះណាបើអាមេរិកថាចាត់ការហើយយើងមានសង្ឃឹមច្រើនបើកម្ពុជាថាចាត់ការហើយយើងអស់សង្ឃឹមមកលីងព្រោះកម្ពុជាបើចាត់ការបានខ្លួនឯងមិនមែនទុកឲ្យបាត់ល្មើសនេះវារៀលដាលដោយជំងឺមហារីកទេតែដោយសារតែសម្ពាធច្រើនពេកអញ្ចឹងទៅក៏ធ្វើខ្លះទៅកុំឲ្យអត់សោះខ្ញុំក៏សរសើរដែរពួកគាត់ខំប្រឹងដូចភ្លើងច្បងអញ្ចឹងរាល់ថ្ងៃឃើញអូប្រសិទ្ធប្រសាចនិយាយពីថាចាប់នោះចាប់ប៉ុន្តែចាប់បិទអស់250ទីតាំងអង្គការលើកលែងទោសអន្តរជាតិ Amnesty International រកឃើញថាតាមពិតអាទីតាំង250ហ្នឹងគឺបើនិយាយពីកូតាគឺបានតែ 30% នៃអ្វីដែលជាមជ្ឈមណ្ឌលធំគេមានរកឃើញ86បាត់បាន28ហ្នឹងនៅសល់58ហើយយើងថាអស់បាត់អស់250ឃើញទេយើងធ្វើអីហ្នឹងគឺយើងរកទទួលលេខហ្នឹងមកដល់ពេលគេអ្នកស៊ើបអង្កេតឯករាជ្យគេទៅរកឃើញស្ញញនៅលើគោកហ្នឹងយើងបាត់បានតែ 30% ហើយនៅសល់ 70% ដដែលអានេះហើយដែលលោក Christopher Anderson ចូលទៅហ្នឹងសង្ឃឹមហើយសំទោសខ្ញុំសង្ឃឹមហ្នឹងដោយសារអីរឿងអីក៏ដោយឲ្យតែប៉ះអាមេរិកប្រជាប្រដ្ឋអាមេរិកគឺរឿងហ្នឹងច្រើនតែជោគជ័យព្រោះអាមេរិកនឹងយកហេតុផលថាឆបបោកអនឡាញនៅកម្ពុជានេះណាជនរងគ្រោះនៅអាមេរិករាប់សែននាក់អស់ទឹកប្រាក់រាប់ពាន់លានដុល្លារអញ្ចឹងអាមេរិកបានបង្កក់ប្រាក់លោក Gen Z 15,000 លានដុល្លាររួចទៅហើយដូច្នេះនៃនេះគឺបានគេរកឃើញជនរងគ្រោះជាអាមេរិកហ្នឹងរាប់សែននាក់គឺដោយសារកម្ពុជានឹងឯងចឹងឥឡូវពិភពលោកគេល្បីខ្ចរខ្ចាយរឿងកម្ពុជាតែជាស្អីគេហៅពួក Wall Street Journal House Cambodia ណានោះអាហ្នឹងហើយដោយសារតែយើងវាក៏ក្រិចអញ្ចឹងហើយយើងអត់បានចាត់ការឲ្យពេញទំហឹងយើងចេះតែធ្វើឥឡូវហ្នឹងយើងធ្វើហ្នឹងមើលទៅដូចរឿងស្ងាត់វិញទៀតហើយបានមួយឆាវហ្នឹងឥឡូវស្ងាត់ហើយចាំមើលទៅស្ងាត់ឈឹងមេដឹកនាំធំត្រីផ្ទុកត្រីឆ្ដោអីហ្នឹងបាត់អស់លេងចាប់បានតែកភ្លៀងហើយកញ្ចោះហ្នឹងយកមកហ្នឹងទូងលហែកស្គរអស់ហើយដល់ពេលគេរកឃើញថាអត់ប្រយោជន៍ឥឡូវនេះបានលោក Christopher Anderson បដិញ្ញាសង្ឃឹមខ្លះនៅពេលដែលគាត់បានចូលទៅស្រុកខ្មែរអាហ្នឹងរឿងទី1បងប្អូនហើយចាំឈ្មោះលោក Christopher Anderson ទុកខ្ញុំក៏ចាំដែរព្រោះខ្ញុំជាខ្មែរអាមេរិកម្នាក់ដែរដូច្នេះខ្ញុំមិនអោយលោក Christopher Anderson រួចខ្លួនទេព្រោះដើម្បីប្រយោជន៍អាមេរិកផងដើម្បីប្រយោជន៍កម្ពុជាផងគឺយើងនាំគ្នាគ្រប់គ្នាចាំនៅលើគម្ពីរតែម្ដងថ្ងៃ16ខែកក្កដាឆ្នាំ2026លោក Christopher Anderson សន្យា2ចំណុចធំទី1គឺប្រយុទ្ធប្រឆាំងជួយបង្ក្រាបការឆបោកអនឡាញឲ្យខ្ទេចខ្ទីទី2ចាត់ក្នុងទី1ហ្នឹងគឺមានចំណុចបន្ទាប់មួយទៀតគឺចាត់ការក្រមមន្ត្រីនៅពីក្រោយខ្នងដែលកាងការឆបោកអនឡាញដែលជាក្រិតជនហ្នឹងចាប់ឲ្យអស់អាហ្នឹងរឿងទី1ធំរឿងទី2ដែលជាសេចក្តីសង្ឃឹមសម្រាប់អ្នកតស៊ូមតិនិងប្រជាធិបតេយ្យនៅស្រុកខ្មែរដែរគឺគាត់បដិញ្ញាអញ្ចេះគាត់ប្រាប់ថារឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនេះអារឿងនេះក៏រឿងសំខាន់ដែរក៏បាននិយាយថានៅប្រទេសកម្ពុជាគឺមានស្ថានភាពមានការព្រួយបារម្ភយ៉ាងច្រើនតាក់ទងនឹងការរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យតាមពិតមិនមែនលោក Christopher Anderson ជាអ្នកថាទេរឿងនេះនោះព្រោះអាមេរិកធ្លាប់ថ្កោលទោសដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជាច្រើនហើយអា GSP រាល់ថ្ងៃនេះតាំងពីឆ្នាំ2017រំលាយគណៈបកសង្គ្រោះជាតិមកអាមេរិកអត់ទាន់ឲ្យវិញនៅឡើយទេណានៅស្ពេចសពិលណាដោយសារតែរឿងរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យនឹងឯងដែលអាមេរិកដកទៅហ្នឹងហើយក៏ប៉ុន្តែដោយសាររដ្ឋាភិបាលលោកត្រាំគាត់គិតគូរពីរឿងផ្នែកសិទ្ធិមនុស្សនឹងដែរក៏ប៉ុន្តែផ្ដោតលើសេដ្ឋកិច្ចពាណិជ្ជកម្មច្រើនជាងព្រោះលោកត្រាំគាត់ជាអ្នកជំនួញដល់អញ្ចឹងហើយដែលធ្វើបើខាងប្រជាធិបតេយ្យហ្មងគឺគាត់តាំងអារឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមែនតើហើយតែដល់ពេលលោកត្រាំគាត់ដូចជាយកអាហ្នឹងគិតដែរប៉ុន្តែគិតរឿងពាណិជ្ជកម្មគិតចំណេញអាមេរិកច្រើនជាងអាហ្នឹងហើយដែលធ្វើឲ្យវាមានបញ្ហាមួយចំនួនដែរនៅក្នុងការតស៊ូមតិប៉ុន្តែឥឡូវនេះដោយសារតែលោក Christopher Anderson គាត់បដិញ្ញាតាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យកម្ពុជាគាត់និយាយថាតាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាគឺអាមេរិកមានការព្រួយបារម្ភជាហោហាយកន្លងមកដែរអញ្ចឹងគាត់បដិញ្ញាចាត់ថានៅពេលដែលគាត់ទៅកាន់ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជាហ្នឹងគឺគាត់នឹងតតាំងដើម្បីធ្វើយ៉ាងម៉េចឲ្យរដ្ឋាភិបាលកម្ពុជាស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញដែរជាពិសេសការចាប់សកម្មជននយោបាយតាមអំពើចិត្តដកហូតសិទ្ធិនយោបាយអីគេអញ្ចឹងនេះវាអាចមានសង្ឃឹមដល់លោករងឈុនអាចមានសង្ឃឹមដល់លោកកឹមសុខាអាចមានសង្ឃឹមដល់កញ្ញាសេងធីរីអាចមានសង្ឃឹមដល់យុវជនចលនាមេដាធម្មជាតិទាំង5រូបនិងនិយាយទៅគឺស្រុនស្រនសុភាអីចឹងដែរនេះបើសិនជាគាត់ធ្វើតែអញ្ចឹងហើយបើគាត់អត់ធ្វើបងប្អូនម្ដងទៀតដូចខ្ញុំប្រាប់ចឹង
ចាំលោក Christopher Anderson ដើម្បីធ្វើយ៉ាងម៉េចសរសេរញ៉ាត់ឬក៏អីរំលឹកគាត់ថានេះគឺជាការបដិញ្ញាឲ្យមន្ត្រីស្រុកក្រៅនេះណាមិនមែនចេះបដិញ្ញាចោលទេព្រោះអីមាននៅក្នុងប្រវត្តិសាស្ត្រគឺគាត់ត្រូវទទួលខុសត្រូវបើយើងនិយាយចង់ធ្វើតស៊ូមតិអីដើម្បីទាមទារឲ្យលោក Chris Anderson អនុវត្តតាមអ្វីដែលគាត់សន្យាគឺយកអាលិខិតពីទំព័ររបស់គាត់យកមកដាក់ជាសេចក្តីយោងគ្រប់ពេលដែលយើងតស៊ូមតិខ្ញុំជឿថាយើងនឹងបានជោគជ័យ 100% បាទឥឡូវខ្ញុំស្លេះរឿងនេះត្រឹមប៉ុណ្ណឹងខ្ញុំសប្បាយចិត្តហ្នឹងគឺសប្បាយចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកខ្ញុំជឿថាអ្នកដែលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាផ្កាប់មុខជេរមុងណារ៉េតផ្អើលទៀតហើយព្រោះអីគាត់ថាតាមកអញ្ចឹងគឺបំផ្លាញគណៈបកកណ្ដាលអំណាចនេះឲ្យបាត់ប្រជាប្រិយបាត់អីតែស្ដារសិទ្ធិមនុស្សស្ដារប្រជាធិបតេយ្យឡើងវិញឈប់ងើបមួយវាយមួយគឺដូចជាកាច់ធ្មងដកធ្មេញលោកហ៊ុនសែនអញ្ចឹងពួកខាងផ្កាប់មុខនេះនឹងជេរខ្ញុំស្លាប់ងាប់ហើយព្រោះអីគេអត់ខ្វល់រឿងបងប្អូន18លានអ្នកនឹងបានហូបមិនបានហូបទេសំខាន់ឲ្យតែក្រុមដឹកនាំកាន់អំណាចគ្រួសារតកូលហ៊ុននេះនៅកាន់អំណាចរាប់រយឆ្នាំទៀតគឺគេធ្វើតែប៉ុណ្្នឹងឯងអញ្ចឹងហើយបានគេចិត្តតែជេរមុងណារ៉េតហ្នឹងព្រោះមុនណារ៉េតដែលមានបញ្ហាអីត្រូវមានទំនាស់បកគលជាមួយអ្នកណាទាំងអស់នៅអនឡាញហ្នឹងប៉ុន្តែគឺគេជួលឲ្យក្រុមទាំងនេះមកជេរបងប្អូនអញ្ចឹងបើបងប្អូនឃើញអ្នកណាជេរមុងណារ៉េតណាទី1កុំតបតខ្ញុំសុំអង្វរទី1កុំតបតឲ្យសោះបើបងប្អូនចង់ឲ្យបញ្យលគេគ្រាន់តែប្រាប់ថាអូចង់ស្ដាប់វីដេអូគាត់ពេញឲ្យដឹងអំពីមុងណារ៉េតធ្វើអីឲ្យទៅមើល YouTube Facebook ខ្ញុំទៅឲ្យ share អា link ហ្នឹងចូលទៅក្នុង comment ហ្នឹងល្អជាងថាការយល់របស់អស់លោកបងប្អូនហ្នឹងប្រហែលជាមួយជ្រុងទេជេរគាត់ហ្នឹងទៅមើលវីដេអូគាត់ពេញទៅស្ដាប់វីដេអូគាត់ពេញនៅ Facebook YouTube គាត់ហ្នឹងចេះអីទៅដើម្បីឲ្យគាត់អាចនឹងភ្លឺភ្នែកព្រោះអីអ្នកខ្លះគេហៅបាយ3ពេលហ្នឹងគឺគាត់ម៉ូបាំងបងប្អូនគឺអត់ខ្វល់ទេគឺគេឲ្យជេរគឺជេរយកមកអាហ្នឹងដូចសัตว์ឆ្កែអញ្ចឹងបងប្អូននៅពេលដែលយើងប្រាប់ថាព្រុសគឺយើងព្រុសពឹបយើងហុចអាស្អីគេចំណីគេហៅ treats ជាភាសាអង់គ្លេសហៅ treats ឲ្យនំឲ្យចំណីអីញុកចូលមាត់ព្រុសហាញ់ដាច់ខ្យល់ងាប់ដល់ពេលថាឈប់ហុចចំណីទៅទៀតឈប់អញ្ចឹងស្គាល់ព្រុសនឹងឈប់តែប៉ុណ្្នឹងឯងដោយសារអីដូរចំណីដែលគេហុចអត់មានធ្វើដោយប្រើមនសិការនិងឧត្តមគតិទេប្រើសភាវគតិ instinct ជាភាសាអង់គ្លេសខ្មែរយើងថាសភាវគតិហ្នឹងគឺការប្រើតាមគេហុចចំណីព្រុសគេហុចចំណីឈប់គឺជាសត្វតាបងប្អូនមិនមែនមនុស្សទេបើមនុស្សយើងអាចធ្វើអញ្ចឹងកើតទេអញ្ចឹងហើយបានខ្ញុំប្រាប់ថាខ្ញុំអស់ដុំថ្មចោលឆ្កែហ្នឹងហើយចាំឲ្យខ្ញុំសំណូមពរឲ្យបងប្អូនកុំជេរតបព្រោះបើយើងឆ្កែព្រុសហើយយើងព្រុសទៅឆ្កែវិញឬខំឆ្កែវិញយើងអន់ជាងឆ្កែទៅទៀតអញ្ចឹងខ្ញុំថាឲ្យបងប្អូនកុំធ្វើដូច្នេះទី1កុំជេរតបដាច់ខាត់ហើយកុំប្រើពាក្យអសរោះអសិលធម៌អីអញ្ចឹងនិយាយរឿងបើកវងកញ្ចក់បន្តិចរឿងពាក្យអសរោះហ្នឹងតាមពិតណាមកជីវិតមួងណារ៉េតណាតាំងពីអាយុចេះដឹងក្តីមកចូលរៀននៅសាលារៀនមករហូតដល់អាយុយូរសំបីមកអាមេរិកហ្នឹង5ឆ្នាំដំបូងមិនមែន5ឆ្នាំទេមកអាមេរិកហ្នឹង8ឆ្នាំគឺខ្ញុំរៀនតែពាក្យនៅក្នុងសាលារៀនមកគឺពាក្យមិនមែនអសរោះទេគឺអសរោះគឺខ្មែរយើងគេនាំគ្នាអានអញ្ចឹងមកជាទូទៅហើយខ្ញុំមិនដែលដឹងថាពាក្យហ្នឹងអានខុសទេប៉ុន្តែពាក្យខ្មែរហ្នឹងនៅពេលដែលយើងអានអសរោះគេរស់គេជាប់មាត់ជាប់អីចឹងហើយគឺប្រហែលជាគាត់គិតថាមកពីពាក្យអសុនិងរសជាតិនៃការនិយាយហ្នឹងបានយើងអានអសរោះឬក៏អត់ដឹងទេខ្ញុំអត់ដឹងដែរព្រោះអីខ្ញុំធ្លាប់តែលើគ្រូខ្ញុំឬក៏អ្នកណាក៏ដោយទាំងអស់គ្នានឹងអានតែអសរោះហ្នឹងមកអាយុហើយក៏ប៉ុន្តែរយៈពេល3ឆ្នាំចុងក្រោយប្រហែលជា4ឆ្នាំចុងក្រោយហ្នឹងគឺខ្ញុំចាប់ផ្ដើមអានពាក្យអសរោះហ្នឹងទៅអសរោះរហូតហើយមានប្រតិកម្មទាំងគ្រប់ត្រនិងប្រតិកម្មប្រឆាំងខ្ញុំច្រើនលើកច្រើនគ្រាតែខ្ញុំមិនតបតអីទេមានអ្នកដែលប្រឆាំងនឹងពាក្យអសរោះហ្នឹងគាត់ថាខ្ញុំនឹងចាប់ផ្ដើមបំពល់គេហើយព្រោះអីពាក្យហ្នឹងអសរោះទេគេអានអសរោះមិនអាចអសរោះបានទេហេតុអីបានជាយើងមកអានអសរោះអញ្ចឹងវាខុសគោលការណ៍ខុសទម្លាប់ខុសទំនៀមខុសពាក្យខ្មែរទៅទៀតតែអត់ដែលបានមកប្រាប់ខ្ញុំហ្នឹងថាពាក្យខ្មែរហ្នឹងគេទៅសេថាម៉េចគេអានមិនអីគាត់និយាយថាតាមទម្លាប់គឺគេឮតែអានអសរោះអញ្ចឹងហើយខ្ញុំក៏មិនទៅជាតូមនិញទៅចំទាស់ទៅរករឿងអីដែរខ្ញុំស្ដាប់ព្រោះដោយសារអីខ្ញុំធ្លាប់អានអសរោះអញ្ចឹងមកជីវិតខ្ញុំដែរតាទៅមកចុងក្រោយខ្ញុំអានអសរោះហ្នឹងដោយសារអីគឺដោយសារការស្រាវជ្រាវវចនានុក្រមសម្ដេចសង្ឃជួនណាតអត់មានសោះពាក្យអសរោះហ្នឹងចង់និយាយថាវាមានសរសេរស្តៀងហ្នឹងក៏ប៉ុន្តែលោកឲ្យអានអសរោះរសម្រាប់ពីស្រៈអស់មកពីពាក្យថាអសរៈនិងអសរោពាក្យភាសាបាលីពាក្យភាសាបាលីសំស្ក្រឹតតើមិនមែនពាក្យខ្មែរណាដល់តែពេលយើងយកមកជាភាសាខ្មែរហេតុអីបានជាយើងខែទៅអសរោះខ្ញុំអត់ដឹងដែរវាអត់មានកន្លែងណាដែលលោកប្រាប់ថាពាក្យហ្នឹងបាលីអានអសរមកពីពាក្យអសរៈអសរោះអសរោអីចឹងតែលោកអត់បានប្រាប់ថាទ
ទម្លាប់គេអានអសរោះអត់ទៅទៀតនៅក្នុងសភៅសម្ដេចសង្ឃជួនណាតហ្នឹងលោកដាក់ថាពាក្យហ្នឹងអានអសរោះអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលមួយថ្ងៃមានបងប្អូនខ្លះមកថាអូអត់ដែលលឺអ្នកណាអានអសរោះសោះលឺទៅលឺមួងណារ៉េតមួយអានហើយអានត្រូវកុំសរសើរខ្ញុំឲ្យស្លាប់អីប្រអាប់ខ្ញុំឲ្យរស់វិញខ្ញុំធ្វើដោយសារតែខ្ញុំគិតថាជួនកាលទម្លាប់វាធំជាងច្បាប់បើត្រាប់កុំត្រាប់ខ្លៅត្រាប់ប្រាច់លោកបដៅស្អីស្ដីកូនចៅស្ដីឲ្យស្មោះទម្លាប់ធំជាងច្បាប់ហ្នឹងគឺទម្លាប់អានពាក្យអសរោះហ្នឹងវាទៅជាអសរោះរហូតមកហើយគ្មាននរណាកាយបានទេតែណាយើងចាញ់មកគឺយើងភ្លាវម្នាក់ឯងគេចោទយើងភ្លាមថាយើងកំពុងតែធ្វើឲ្យបាត់បង់អសរសិល្ប៍អសរសាស្ត្រខ្មែរដែលយើងចង់កែឲ្យក្មេងចំនួនក្រោយវល់អីអញ្ចឹងទៅបើខ្ញុំកែឲ្យត្រូវនិយាយឲ្យត្រូវជេរខ្ញុំជេរទៅខ្ញុំមិនដឹងទេព្រោះពាក្យហ្នឹងគឺនៅក្នុងសភៅសម្ដេចសង្ឃជួនណាតអានអសរោះអញ្ចឹងខ្ញុំមិនដឹងអានយ៉ាងម៉េចទេហើយចាប់ពីពេលនេះទៅគឺមួងណារ៉េតនឹងអានអសរោះរហូតទាល់តែមានបណ្ឌិតកវីឬគ្រូបាអាចារ្យណាមកប្រាប់ថាអត់ទេអាននឹងអត់ត្រូវទេយើងត្រូវអានអសរោះវិញប៉ុន្តែខ្ញុំអានតាមសុខចិត្តឲ្យខុសតាមអ្វីដែលជាន័យត្រូវចុះមិនត្រូវចិត្តលោកប្រុសឲ្យវាខុសចិត្តលោកស្រីចុះធ្វើម៉េចទេហើយឈប់រំខានខ្ញុំទៀតបងប្អូនណាឈប់រំខានឈប់ផ្ញើសារមកប្រាប់ខ្ញុំថាគេមិនដែលអានអសរោះចឹងទេគេអានអសរោះដោយសារតែភាសាខ្មែរយើងបើសិនជាយកអ្វីដែលជាផុសតាងមកបង្ហាញខ្ញុំជាឯកសារខ្ញុំព្រមស្ដាប់ប៉ុន្តែបើគ្រាន់តែនិយាយប្រាប់ខ្ញុំថាគេជាទូទៅតាំងពីសាលារៀនមកគេអានតែអញ្ចឹងខ្ញុំនឹងមិនទៅតាមអាការអានតែអញ្ចឹងជាទម្លាប់ខុសនឹងទៀតទេខ្ញុំសុំទោសខ្ញុំសូមអធិស្ឋានប៉ុន្តែបើសិនជាមានផុសតាមបញ្ជាក់មកថាមួងណារ៉េតអានអសរោះហ្នឹងខុសពីពាក្យខ្មែរហើយឲ្យអានអសរោះវិញអាហ្នឹងបើគេគ្រប់គ្នាជាទូទៅអញ្ចឹងហើយមួងណារ៉េតប្រហែលជាដើរប្រជះទៅហើយប៉ុន្តែបើនៅតែសភៅសម្ដេចសង្ឃជួនណាតមិនកែប្រែនៅតែអសរោះទេមួងណារ៉េតនឹងអានពាក្យនេះអសរោះរហូតនៅពេលដែលមួងណារ៉េតនៅមានទាំងហើមដកហើយបងប្អូនដែលណែនាំខ្ញុំស្ដាប់គ្រាន់តែថានេះជាការពន្យល់ឲ្យបងប្អូនយល់ថាយើងធ្លាប់អានខុសហើយបើសិនជាខ្ញុំអានត្រូវកុំគិតថាខ្ញុំខុសព្រោះខ្ញុំប្រយ័ត្នប្រយែងណាស់បើសិនជាខុសទេខ្ញុំមិនទៅតាមហេតុអីបានជាគេអានអសរោះមកកណោហេតុអីបានជាខ្ញុំនឹងមកទៅប្រចាស់ទឹកតែម្នាក់ឯងដោយសារតែខ្ញុំគិតថាវាជារឿងត្រឹមត្រូវហើយបើត្រឹមត្រូវហើយក៏បើគិតថាខ្ញុំខុសខ្ញុំអត់ដឹងដែរឬមួយក៏គេខុសគ្រប់គ្នាហើយមកត្រូវអីតែម្នាក់ឯងគេគិតថាយើងឈួតលីលាតែម្នាក់ឯងឬយ៉ាងម៉េចសុកចិត្តឈួតចុះឲ្យតែត្រូវបាទឥឡូវខ្ញុំបន្តទៀតពីរឿងហ្នឹងពីរឿងអសរោះហ្នឹងបងប្អូនកុំតបគេណាបងប្អូនខ្ញុំសុំកុំឲ្យជេរកុំឲ្យអសិលធម៌អត់មានសុជីវធម៌បងប្អូនគ្រប់គ្រងមួងណារ៉េតហើយជា fan របស់មួងណារ៉េតទៅជេរទៅលៀបពណ៌ទៅស្អីគេបន្ទាបបន្ថោកមនុស្សអីឬក៏លាក់ដើម្បីតបឲ្យគេររឿងជេរមួងណារ៉េតបងប្អូនកំពុងតែធ្វើខ្លួនដើម្បីបំផ្លាញមួងណារ៉េតដែរហើយព្រោះអីក្បត់នឹងគោលការណ៍ឧត្តមកតិមនសិការសិលធម៌សុជីវធម៌មួងណារ៉េតដែរទេអញ្ចឹងបើស្រឡាញ់មួងណារ៉េតកុំទៅជេរកុំទៅតបអីអត់ប្រយោជន៍ទេដូចខ្ញុំជម្រាបអញ្ចឹងថាបើសិននេះផ្ញើ link ដែលមានវីដេអូខ្ញុំនិយាយពេញហ្នឹងឲ្យគេស្ដាប់ទៅថាសូមឲ្យចូលមើលវីដេអូគាត់ពេញសិនហើយសំជេរគាត់តែប៉ុណ្្នឹងទៅក៏ជាការស្រេចដែរមិនចាំបាច់ជេរមិនបាច់ចាំតបហើយបើយល់ល្អ block ចោលទៅលឺនរណាជេរមួងណារ៉េតហ្នឹង block ចោលហើយ report រីកាអីទៅកុំវែងឆ្ងាយមានមនុស្សសាំច្រើនណាស់នៅក្នុងស្រុកខ្មែរយើងសប្ងៃនៅអាមេរិកហ្នឹងក៏តែអញ្ចឹងដែរសាំតាប៉ែអត់ព្រមគិតពីរឿងជាតិរឿងអីឲ្យធំឯងមកអង្គុយជេរបចោលគ្នាហើយវាចៃដន្យអីខ្ញុំហ្នឹងវាអត់មានពាក្យជេរសោះហ្មងដល់អញ្ចឹងទៅខ្ញុំសុំទោសបងប្អូនខ្ញុំធ្វើឲ្យបងប្អូនខកចិត្តគ្រប់ពេលនៅពេលដែលគេជេរមួងណារ៉េតបងប្អូនឃើញខ្ញុំតិចលហឹមអត់តបតឬក៏មិនអីហ្នឹងនៅញញឹមគឺខ្ញុំវាគ្មានពាក្យជេរហ្នឹងឲ្យខ្ញុំធ្វើយ៉ាងម៉េចនេះជាចំណុចខ្សោយរបស់ខ្ញុំដែលខ្ញុំនឹងធ្វើឲ្យបងប្អូនខកចិត្តអស់មួយជីវិតមួងណារ៉េតមិនមានពាក្យជេរនៅក្នុងខ្លួនឲ្យអត់ចេះតែប៉ុណ្្នឹងឯងជាការចូលរួមសោកស្ដាយហើយបងប្អូនខ្ញុំនិយាយរឿងមួយដែលគួរឲ្យចង់សើចមួយហើយជារឿងកំ pl ែងតែជារឿងពិតនៅសាលាក្តីខ្មែរក្រហមនៅពេលដែលគេសម្ភាសលោកប៊ូមេងហើយនឹងលោកអ៊ំជុំមីដែលជាអ្នកទោសដែលគេវាយធ្វើទរណកម្មដកកញ្ចក់នៅឯគុកទួលស្លែងរឿងហ្នឹងវាខ្លោចផ្សារណាបងប្អូនខ្លោចផ្សារឈឺចាប់ណាស់ព្រោះខ្ញុំបកប្រែជូនគាត់ពីខ្មែរទៅអង់គ្លេសដើម្បីឲ្យចៅក្រមនិងព្រះអញ្ញានិងមេធាវីនិងពិភពលោកបានស្ដាប់ឮអំពីសារស័ព្ទទុកសោកដែលគេធ្វើបាបគាត់នៅសម័យខ្មែរក្រហមប៉ុន្តែភាសាខ្មែររបស់គាត់ណាគឺគាត់និយាយអំពីអ្វីដែលមេខ្មែរក្រហមជេរគាត់នៅពេលដែលវាយគាត់ជេរគាត់ប្រើពាក្យច្រាស់ឆ្អេះបាត់ផ្សារពៀលាព្រោះខ្មែរក្រហមគេខឹងគេជេរគេវាយគាត់គេអីបែកឈាមហ្នឹងគឺគាត់គេជេរអញ្ចឹងគាត់ចាំពាក្យហ្នឹងទាំងអស់នៅក្នុងតិចគាត់ព្រោះគាត់ឈឺចាប់ដល់ពេលគេសួរសាកសីហ្នឹងអញ្ចឹងទៅគាត់ពេលគាត់ឆ្លើយនៅក្នុងសវនាការពាក្យហ្នឹងជេរមកពេញសវនាការតែម្ដង
ខ្ញុំបរាជ័យតែម្ដងបងប្អូនបរាជ័យក្នុងការបកប្រែមួយភាំងហ្នឹងណាគឺខ្ញុំអត់ដឹងថាខ្ញុំត្រូវបកប្រែមិនអង់គ្លេសចេះច្រើនមែនតើនៅក្នុងពេលខ្ញុំបកប្រែប៉ុន្តែដល់តែចេញពាក្យជេរមកគឺខ្ញុំកាំងស្ដោកហ្មងហើយតាមពិតគឺខ្ញុំក្បត់វិជ្ជាជីវៈជាអ្នកបកប្រែខ្លួនឯងទេព្រោះអីយើងមិនមែនជេរណាពាក្យហ្នឹងគឺជាពាក្យរបស់លោកអ៊ំប៊ូមេងនិងលោកអ៊ំជុំមីអ្នកជេរគឺគេខ្មែរក្រហមជេរគាត់អញ្ចឹងគាត់និយាយឡើងវិញថាគេជេរអញ្ចឹងគេវាយអញ្ចឹងយើងត្រូវបកប្រែដោយអ្វីដែលគាត់កំពុងនិយាយព្រោះយើងមិនអាចចូលតួដោយសារតែយើងអត់ចេះពាក្យជេរហ្នឹងអត់បកប្រែបានអញ្ចឹងធ្វើឲ្យគេស្ដាប់ន័យហ្នឹងវាមិនអាចនឹងកាត់ក្តីហ្នឹងបានខ្ញុំបរាជ័យកន្លែងហ្នឹងមួយខ្ញុំសុំនេះគឺជាបរាជ័យក្នុងប្រវត្តិជាអ្នកបកប្រែរបស់មួនណារ៉េតនៅសាលាក្តីខ្មែរក្រហមខ្ញុំសូវដែរបានប្រាប់អ្នកគ្នាច្រើនទេខ្ញុំធ្លាប់និយាយម្ដងដែរនៅលើ show ប៉ុន្តែបងប្អូនប្រហែលជាមិនដឹងស៊ីជម្រៅថ្ងៃនេះចង់ជម្រាបឲ្យស៊ីជម្រៅមែនតើគឺមួនណារ៉េតបរាជ័យក្នុងអាជីពជាអ្នកបកប្រែអាជីពនៅសាលាក្តីខ្មែរក្រហមនៅពេលដែលលោកអ៊ំប៊ូមេងនិងលោកអ៊ំជុំមីចាប់ផ្ដើមធ្វើសក្ខីកម្មប្រាប់សវនាការពីមេដឹកនាំខ្មែរក្រហមវាយគាត់ឲ្យជេរម្រាយគាត់កាយឪពុកគាត់ដែលពាក្យជេរហ្នឹងគឺមកគ្រប់សពហើយខ្ញុំគាំងដោយសារអីអង់គ្លេសរៀនតែពាក្យថ្លៃថ្នូរនិងសុជីវធម៌រៀនតែសូម្បីតែខ្មែរហ្នឹងក៏រៀនតែពាក្យថ្លៃថ្នូរនិងសុជីវធម៌ដល់ពេលចេញពាក្យជេរវាធ្វើឲ្យគាំងរៀងហួតប្រភពនៃចំណេះខ្ញុំណាហាមនសិការហ្នឹងគឺពើពេញខួរក្បាលខ្ញុំចាប់ផ្ដើមងាកមើលសហការីខ្ញុំព្រោះអីដល់ពេលបកប្រែខ្ញុំអត់បកហើយបកបដិញអត់មានឈប់បានទៀតស្រាប់តែដល់កន្លែងហ្នឹងស្ងាត់ឈឹងខ្ញុំចិញ្ចឹងគិតខ្លួនឯងថាខ្ញុំគូបកយ៉ាងម៉េចព្រោះខ្ញុំអត់ចេះហើយបើសិនជាដឹងពាក្យពេចន៍ហ្នឹងក៏ខ្ញុំនិយាយអត់កើតដែរដោយសារអីអត់ធ្លាប់ព្រោះអត់ចេះនិយាយពាក្យជេរហ្នឹងនេះគឺជាវិបត្តិមួយដែរក៏ប៉ុន្តែសហការីខ្ញុំនៅក្នុងអាកន្លែងbooth បន្ទប់បកប្រែហ្នឹងណាគាត់ប្រាប់ថាពឺតចាស់ដៃទៅអត់អីទេព្រោះពាក្យហ្នឹងជាពាក្យគេជេរអញ្ចឹងយើងជាអ្នកបកប្រែយើងត្រូវតែជេរអូប្រឹងឡើងបិចញើសជោគថ្ងាសហ្មរកពាក្យជេរដើម្បីឲ្យត្រូវអ្វីដែលគាត់និយាយបានហើយក៏អ្វីក៏ដំណើរការទៅប៉ុន្តែរនោះប្រឹងចង់ដាច់ខ្យល់ស្លាប់ហើយខ្ញុំចិត្តតែគិតថាអូបើសិនជាសវនាការក្រោយទៀតណាមានសាក់សីមកជេរអញ្ចឹងគឺខ្ញុំនឹងជួបបញ្ហាមួយគឺខ្ញុំធ្វើអត់បានហើយខ្ញុំទទួលស្គាល់នេះគឺជាចំណុចខ្សោយរបស់ខ្ញុំសូម្បីតែភាសាអង់គ្លេសកុំថាឡើយភាសាខ្មែរព្រោះអីខួរក្បាលនេះពោពេញទៅដោយពាក្យដែលមិនមានពាក្យជេរបន្តិចហ្នឹងអញ្ចឹងដល់អញ្ចឹងហើយបានជាខ្ញុំមកដល់ឥឡូវហ្នឹងខ្ញុំធ្វើឲ្យបងប្អូនខកចិត្តនឹងខ្ញុំខ្លាំងមែនតើដែលមួងណារ៉េតអត់តទៅគេជេរគេវិញអីវិញប៉ុន្តែក៏មានបងប្អូនច្រើនសរសើរដែរថាគេគោរពគេឲ្យតម្លៃយើងដែរតាមពិតកុំឲ្យតម្លៃមួងណារ៉េតពេកបងប្អូនមកពីខ្ញុំវាអត់ចេះជេរទេកុំឲ្យរួចខ្លួនទេអ្នកទាំងអស់នោះខ្ញុំនិយាយត្រង់តែវាអត់ចេះជេរតែប៉ុណ្្នឹងឯងហើយឥឡូវហ្នឹងក៏គិតថាជាការល្អសម្រាប់ខ្ញុំដែរវាជាបរាជ័យជាចំណុចខ្សោយរបស់ខ្ញុំហ្នឹងក៏ប៉ុន្តែវាធ្វើឲ្យសិលធម៌សុជីវធម៌គុណធម៌របស់ខ្ញុំគឺមិនចុះក្នុងឋានបាត់ដាលកប់ផក់ដោយពួកសកម្មជនឃោសនិករបស់គណៈបកកណ្ដាលអំណាចគណៈបកប្រជាជនកម្ពុជាសពថ្ងៃដែលជេរមួងណារ៉េតហើយសពុតរាល់ថ្ងៃដែរប៉ុន្តែបងប្អូនជេរទៅយូរទៅអ្នកទាំងអស់នោះថោកខ្លួនឯងទេព្រោះអីគាត់ទម្លាក់តម្លៃចំពោះខ្ញុំស្រក់ទឹកភ្នែកចំពោះពួកគាត់ខ្ញុំសោកស្ដាយដែលពួកគាត់ជ្រើសរើសផ្លូវហ្នឹងណាផ្លូវហ្នឹងធ្វើឲ្យគាត់ថោកខ្លួនឯងខ្ញុំស្ដាយដែរធនធានមនុស្សយើងគាត់សម្លាប់ជីវិតនយោបាយឬក៏សុជីវធម៌សិលធម៌របស់គាត់អាហ្នឹងឲ្យគាត់ទូរ៉ែកទៅឲ្យខ្ញុំមិនទៅយកកម្មពៀខ្ញុំអត់អនុគ្រោះតែបុគ្គល2នាក់គត់នៅស្រុកខ្មែរក្នុងមួយជីវិតរបស់មួងណារ៉េតឲ្យខ្ញុំផ្ញើសារនេះឲ្យលឺដល់ហើយលឺម្ដងទៀតបុគ្គល2នាក់គឺបុគ្គលបាតផ្សារផែងវណ្ណៈនិងបុគ្គលសវឹងខួបសានបន្ទឿនគ្មានពេលណាមួយនៅក្នុងជីវិតរស់នៅរបស់មួងណារ៉េតនឹងអនុគ្រោះឲ្យបុគ្គល2នាក់នេះខាងផ្នែកមនសិការខ្ញុំមិនធ្វើអីអស់លោកទេកុំភ័យថាមួងណារ៉េតទៅធ្វើអីអស់លោកអត់ទេប៉ុន្តែផ្នែកមនសិការសម្បញ្ញៈនិងវិចារណញ្ញាណគឺខ្ញុំនៅតែចងកំហឹងនឹង2នាក់នេះរហូតដល់ថ្ងៃខ្ញុំស្លាប់ដោយសារគាត់ជេរមរាយកាយឪពុកខ្ញុំសម្បើមណាស់ព្រោះម្ដាយខ្ញុំឪពុកខ្ញុំអត់មានកំហុសអីនៅក្នុងការងារដែលធ្វើ show របស់ខ្ញុំទេអស់លោកគឺប្រមាថការទៀនម្ដាយឪពុកខ្ញុំបានទទួលអនិច្ចកម្មទៅហើយសូមឲ្យវិញ្ញាណក្ខន្ធឪពុករបស់ខ្ញុំតាមចងពៀព្យាបាទបុគ្គល2នាក់នេះរហូតលុះខ្សែបើគាត់មិនសុំទោសជាសាធារណៈឯងខ្ញុំប្រាប់ឲ្យហើយបើគាត់មិនសុំទោសជាសាធារណៈចំពោះវិញ្ញាណក្ខន្ធរបស់ឪពុកខ្ញុំនិងម្ដាយខ្ញុំដែលនៅរស់ទេហើយដែលជេរបចោស្រាតសពុតគាត់បែបនេះគឺអ្នកនឹងត្រូវការចងកំហឹងហើយសុំឲ្យអ្នកហែលទឹកភ្នែកឪពុកខ្ញុំអ្នកហែលទឹកភ្នែកម្ដាយខ្ញុំរហូតតខ្លួនអ្នកស្លាប់ឲ្យរស់នៅវេទនាជាងស្លាប់ទៀតព្រោះអ្នកថោកទៀតណាស់ខ្ញុំគ្រាន់តែប្រាប់ទេបុគ្គល2នាក់ដែលជេរមរាយកាយឪពុករបស់ខ្ញុំជាសាធារណៈហើយអត់មានរឿងអីសោះ
អត់មានរឿងឆ្លោះគ្នាខ្ញុំគ្មានរឿងអីបកគលជាមួយបកគលផែងម៉ាក់នេះខ្ញុំមានរឿងអីគ្មានរឿងអីឆ្លោះគ្នាជាមួយបកគលសានប៊ុនធឿននេះទាត់តែសោះតែបកគលនេះគឺបាត់ផ្សារហៅលែងលើខ្ញុំប្លុកចោលទឹកទីអស់ហើយប៉ុន្តែខ្ញុំអត់អហោសិកម្មឲ្យអ្នកទាំងពីរអ្នកនេះបានទាល់តែសោះរហូតដល់ពីរអ្នកនេះចេញសុំទោសជាសាធារណៈទើបរួចខ្លួនតែប៉ុណ្្នឹងឯងខ្ញុំអត់មានអីថាអូអញ្ចឹងមិនចង់ធ្វើអីគាត់អត់ទេមូណារ៉េតអត់ធ្វើអីទាំងអស់មនសិការគឺនៅតែជេរនឹងសងសឹកគុំគួនតាក់តងនឹងផ្នែកមនសិការអ្នកនឹងនៅក្នុងបញ្ជីខ្មៅរបស់ខ្ញុំរហូតខ្ញុំស្លាប់បើអ្នកមិនសុំទោសឪពុកម្ដាយខ្ញុំជាសាធារណៈទេតែប៉ុណ្្នឹងឯងហើយបើអ្នកមិនសុំទោសទេអ្នកជាជនកំសាកលើលោកកំសាកថោកទាបបំផុតដែលមួនរ៉េតអត់មានពាក្យជេរទៅវិញបានទេព្រោះខ្ញុំអត់មានពាក្យហ្នឹងប៉ុន្តែខ្ញុំជឿថាភាពកំសាកនិងថោកទាបរបស់អស់លោកនេះនឹងរស់នៅក្នុងឋាននរកអវជ័យនេះគ្មានថ្ងៃបញ្ចប់ទេព្រោះអីឪពុកម្ដាយខ្ញុំជាអ្នកមានគុណរបស់ខ្ញុំវិសេសក្រៃលែងលើលោកនេះអ្នកឯងមិនអាចមកប្រមាថការទៀនម្ដាយឪពុកខ្ញុំតាមក្បាលវ៉ាល់អំពើចិត្តបានទេព្រោះជាព្រះមានគុណរបស់ខ្ញុំហើយខ្ញុំគោរពលើសអ្នកណាទាំងអស់នៅលើលោកនេះគឺគោរពឪពុកម្ដាយខ្ញុំគ្មានថ្ងៃណាខ្ញុំបាត់បង់ការគោរពនឹងគុណដែលក្នុងការបង្កើតខ្ញុំមកក្នុងការចិញ្ចឹមបីបាច់របស់ខ្ញុំមកគឺគុណនេះគឺគុណធំលើសភ្នំព្រះសម័យដែលខ្ញុំមិនអាចទាំងសងគុណរួចផងខ្ញុំរាល់ថ្ងៃនៅមើលថែទាំនៅយកចិត្តទុកដាក់ម្ដាយខ្ញុំឪពុកខ្ញុំសោកស្ដាយដែលខ្ញុំមិនបានមើលថែគាត់បានដោយសារតែគាត់ទទួលអនិច្ចកម្មក្នុងសម័យកូវីដដោយសារតែមិនអាចទៅព្យាបាលនៅស្រុកក្រៅបានហើយប្រព័ន្ធសុខាភិបាលយើងក៏ពិបាកទៀតដូច្នេះខ្ញុំមានវិបដិសារីធំណាស់ចំពោះឪពុករបស់ខ្ញុំដែលខ្ញុំមិនបានមើលបាច់ថែរក្សាគាត់ហើយខ្ញុំចាក់ចេញពីគាត់ក៏យូរដែរដូច្នេះខ្ញុំស្រក់ទឹកភ្នែកដោយសារតែខ្ញុំជំពាក់គុណឪពុកខ្ញុំច្រើនណាស់តែខ្ញុំតបស្នងសងគុណម្ដាយខ្ញុំដល់ទីបំផុតនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគុណដល់មហាអស្ចារ្យដែលលើលោកដែលគ្មាននរណាមានគុណស្រ័យជាងម្ដាយឪពុករបស់ខ្ញុំទេហើយលោកមកប្រមាថអ្នកទាំងពីរដូចសម្រាមថោកទាបដែលគាត់អត់មានកំហុសអីតទៅសោះការបង្កើតខ្ញុំមកដើម្បីឲ្យខ្ញុំធ្វើ show ឬប្រើបញ្ញាញាណរបស់ខ្ញុំសម្បញ្ញៈខ្ញុំដើម្បីសង្គ្រោះដើម្បីជួយដល់ប្រជាពលរដ្ឋ18លាននាក់មិនមែនជាកម្មវត្ថុឲ្យអស់លោកមកមើងងាយជេរមរាយកាយឪពុកខ្ញុំទេជេរខ្ញុំបានបើអស់លោកចិត្តជាកូនប្រុសហ่ะតតាំងជាមួយមួងណារ៉េតមក1ទល់នឹង1ក៏បានដែរ2ទល់នឹង1ក៏បានដែរអត់អីទេតតាំងគ្នាតាមរយៈសតិសម្បញ្ញៈសុជីវធម៌សិលធម៌ហើយអស់លោកបកែបណ្ណាក៏បានដែរតាមគំនិតតាមប្រាជ្ញាហើយកុំយកកម្លាំងបាយមកប្រើមួនរ៉េតចាញ់ហើយបើអស់លោកបកែប្រើសតិសម្បញ្ញៈជាមនុស្សកុំប្រើជាសត្វធាតុតែអស់លោកសម្ងៃនេះជាសត្វធាតុបាត់ទៅហើយខ្ញុំបានធីបចោលលែងនឹកនីហើយក៏ប៉ុន្តែរាល់ពេលដែលខ្ញុំនឹកឃើញអំពីការជេរបតិចផ្ដាសាម្ដាយខ្ញុំព្រោះវីដេអូហ្នឹងយូរវាអណ្ដែតមកម្ដងយូរវាអណ្ដែតមកម្ដងព្រោះវានៅលើបណ្ដាញសង្គមវាធ្វើឲ្យរបួសនៅក្នុងដួងចិត្តខ្ញុំគ្មានថ្ងៃបំភ្លេចបានទេអានេះហើយដែលខ្ញុំគិតថាអស់លោកថោកទាបណាស់ថោកទាបលើសសត្វដេរឆានទៅទៀតព្រោះអីអស់លោកប្រមាថការទៀនម្ដាយខ្ញុំដែលគ្មានកំហុសឥឡូវបើឧទាហរណ៍ថាម្ដាយខ្ញុំឪពុកខ្ញុំជំរុញឲ្យខ្ញុំធ្វើដូច្នេះជំរុញឲ្យខ្ញុំនិយាយអញ្ចេះជំរុញឲ្យខ្ញុំអីអញ្ចេះអាហ្នឹងបើយើងរកផុសតានឹងឃើញក៏យើងគិតថាអូសំហេតុសំផលទៅរករឿងក៏ប៉ុន្តែអ្នកឯងក៏គ្មានសិទ្ធជេរបតិចហែកផ្ដាសាហៅគាត់សិតតែសំផឹងហៅគាត់សិតតែអីចឹងបានដែរព្រោះអ្នកឯងថោកទាបលើសត្វដេរឆានទៅទៀតខ្ញុំគាត់តែនិយាយប៉ុណ្ណឹងហើយសូមឲ្យបងប្អូនមើលមនុស្សផងគ្រប់គ្រងមនុស្សបែបដេរឆានបែបនេះបងប្អូនកំពុងតែធ្វើឲ្យតម្លៃជាតិសាសន៍នេះក៏ធ្លាក់ដែរមួយថ្ងៃអូសអត់រំលងទេក្រុមដេរឆានទាំងនេះបងប្អូនគ្រប់គ្រងបងប្អូនលើកពីបញ្ហាអូគេជួយរឿងជាតិគ្មានទេមនុស្សតែដេរឆានគឺមានគំនិតទុច្ចរិតអីមួយគឺដើម្បីតែបំពេញមហិច្ឆតាដេរឆានរបស់ខ្លួនទេហើយបងប្អូនតាមហ្នឹងគឺថ្ងៃណាមួយបងប្អូននឹងខ្លាយទៅជាជនរងគ្រោះរបស់ជនដេរឆានទាំងនេះជាក់ជាមិនខានគ្រាន់តែវាអត់ទាន់ដល់វេនបងប្អូនតែប៉ុណ្្នឹងឯងបាទឥឡូវខ្ញុំសុំទោសដែលពេលខ្លះវាខ្ញុំក៏ជាមនុស្សដែរបងប្អូនខ្ញុំមិនមែនទេវតាទេសំបីតែប្រវេសន្តរមិនក៏នៅតែមានរឿងជាមួយនឹងតាជូជក់ដែលតាក់ទងនឹងការធ្វើបាបជាលីក្រស្នាដែលសុកចិត្តបកគលឲ្យកូនទាំងពីរទៅក្រោមការគ្រប់គ្រងរបស់តាជូជក់ដើម្បីត្រាស់ដើម្បីសម្រេចដំណើរបរិនិព្វានឬក៏ត្រាស់ដឹងរបស់ព្រះអង្គក៏ប៉ុន្តែនៅតែមិនអាចទ្រាំបាននៅពេលដែលគេធ្វើបាបកូនរបស់ខ្លួននេះកូនផងចុះខ្ញុំម្ដាយរបស់ខ្ញុំចុះបើគេជេរម្ដាយឪពុកម្ដាយរបស់លោកឈឺចាប់ទេគាត់ដឹងរឿងអីការងារគាត់ជាមនុស្សចាស់គាត់តាមសមាជីវអញ្ចឹងបានខ្ញុំថាយើងបើក្លាហានជាមនុស្សយើងនិយាយតែត្រឹមបុគ្គលដែលពាក់ព័ន្ធបានហើយខ្ញុំអត់មានខ្លាចអស់លោកទេអត់មានខ្លាចនៅក្នុងការតស៊ូមតិនិយាយរឿងស្អីគេពីបញ្ហាសង្គមពីបញ្ហាឡើងមក
កុំថាផែងវណ្ណៈកុំថាសានបន្ទឿន100នឹង1លាននឹងទៀតក៏បានដែរពីគណៈបកប្រជាជនសិស្សពួកបាតផ្សារនឹងឡើងមកប៉ុន្តែបងប្អូនខ្ញុំសោកស្ដាយហើយអ្នកទាំងអស់នេះគឺខ្ញុំចាត់ទុកថាជាមនុស្សដេរឆានខ្ញុំធីបចោលអស់ហើយទាំងបាត់ផ្សេងអីចេញមកអូយច្រើនខ្ញុំអត់មានដុំថ្មចោលឆ្កែទេគ្រាន់តែថាពេលខ្លះខ្ញុំគ្រាន់តែចង់ផ្ញើសារថាកុំអោយជ្រុលហួសពីអ្វីដែលហួសបន្ទាត់ក្រហមហ្នឹងឲ្យអស់លោកភ្ញាក់កំណើតថាអស់លោកធ្វើភ្លឺផ្ដេសផ្ដាស់ណាឥឡូវបន្តទៅទៀតបងប្អូនតាក់ទងនឹងលោក Christopher Anderson ខ្ញុំបានបញ្ចប់ទៅហើយឥឡូវនេះខ្ញុំគ្រាន់តែចង់និយាយថាជាក្តីសង្ឃឹមសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងត្រូវចាំថាកម្ពុជាយើងមិនអភ័ព្វពេកទេបងប្អូនយើងអភ័ព្វមែនហើយដែលបានមេដឹកនាំបែបសពថ្ងៃក៏ប៉ុន្តែយើងមិនអភ័ព្វខ្លាំងពេកទេព្រោះសហគមន៍អន្តរជាតិក៏គេមិនឆោអបដៃមើលយើងរហូតដែរហើយក៏គេមើលឃើញអំពីទង្វើផ្ដេសផ្ដាស់ហ្នឹងហើយខ្មែរយើងនៅក្រៅប្រទេសស្ទើរតែគ្រប់គ្នាក៏គេឈឺចាប់នឹងអ្វីដែលកើតឡើងក៏គេចង់ជួយដែរដូច្នេះនេះជាក្តីសង្ឃឹមដែលបងប្អូនបន្តក្តីសង្ឃឹមទៅទៀតកុំតន់អស់សង្ឃឹមឥឡូវតើតើនឹងលោកហ៊ុនម៉ាណែតលើកទឹកចិត្តឲ្យបណ្ឌិតចេះបិទមាត់កុំធ្វើខ្លួនឯងចេះគ្រប់រឿងខ្ញុំស្រក់ទឹកភ្នែកបងប្អូនពេលដែលលើឃើញសាររបស់លោកហ៊ុនម៉ាណែតទៅលើកទឹកចិត្តឲ្យបណ្ឌិតចេះបិទមាត់ណាកុំចេះធ្វើអីចេះគ្រប់រឿងលោកហ៊ុនម៉ាណែតអត់បាននិយាយពាក្យហ្នឹងទេបងប្អូនខ្ញុំនិយាយនេះខ្ញុំការពារភាពយុត្តិធម៌ដែរខ្ញុំសរសេរខ្លួនឯងទេខ្ញុំដាក់ថាលោកហ៊ុនម៉ាណែតលើកទឹកចិត្តឲ្យបណ្ឌិតចេះបិទមាត់កុំធ្វើខ្លួនចេះគ្រប់រឿងលោកហ៊ុនម៉ាណែតអត់បាននិយាយពាក្យថាឲ្យបណ្ឌិតបិទមាត់កុំចេះធ្វើរឿងគ្រប់រឿងលោកអត់បាននិយាយចឹងទេតិចថាអូមួនរៀបចេះតែថាលោកហ៊ុនម៉ាណែតបាននិយាយចឹងទេណាហើយចាំខ្ញុំបកស្រាយហេតុអីបានជាខ្ញុំនិយាយចឹងថ្ងៃនេះលោកហ៊ុនម៉ាណែតបានសរសេរសារនៅលើបណ្ដាញសង្គមរបស់គាត់ទៅយកអត្ថបទពី Facebook ដែលអត់មានដឹងថាតើជាអ្នកណាឲ្យប្រកាសទេតែគេដាក់ថាឈ្មោះពូលីលើកទី2ហើយដែលលោកហ៊ុនម៉ាណែតយកអត្ថបទផ្សព្វផ្សាយពីពូលីនេះមកពូលីនេះគឺគំនិតរបស់គាត់ភាគច្រើនគំនិតសាមកុកចឹងបានថាខ្មែរយើងអញ្ចឹងថ្នាក់ដឹកនាំរបស់យើងយកគំរូតាមអ្នកដែលសម័យរឿងសាមកុកដែលយកអាស្អីអយុទ្ធសាស្ត្ររាយគ្រាប់អង្គដើម្បីឲ្យថៃចូលមកមន់ថៃចូលមកស៊ីឲ្យក្រុងរត់យកមកទាំងអស់អីចឹងអាហ្នឹងរឿងដីបាត់អស់ប្រមាណកន្លែងនឹងអង្គុយសាមកុកហ្នឹងដល់ពេលហើយថ្ងៃនេះគឺគាត់នៅមិនសុខឪពុកគាត់រវល់រឿងចាក់បាល់អាដីគេយកអស់73កន្លែងគឺគាត់រវល់រឿងចាក់បាល់ឥឡូវកូនគាត់អត់មានរវល់ចាក់បាល់ទេគាត់មករវល់រឿងទៅយកអាទិសស្ដីសាមកុកពីកណនី Facebook ពូលីនឹងយកមកលើកទី2ហើយតែលើកនេះខ្ញុំអត់ទ្រាំមិនបាននៅក្នុងការដែលត្រូវតែផ្សាយគឺដោយសារអីថ្នាក់ដឹកនាំកម្ពុជាយើងតនេពេកឬការងារមកកណោទៅមកពីចិនរឿងប៉ុណ្ណាណីដែលជាការទៅចូលក្នុងនាមជាមេដឹកនាំទៅសន្និសិទស្ដីអំពីបច្ចេកវិទ្យាសិប្បនិម្មិតបញ្ញាសិប្បនិម្មិត AI អីមកដល់និយាយរឿងអត់បានការអញ្ចឹងភ្លាមហើយចាំមើលខ្ញុំដកស្រង់ឲ្យខ្ញុំអានទាំងស្រុងតែម្ដងហើយចាំខ្ញុំបញ្យល់ថ្ងៃនេះគាត់និយាយចេះគាត់ថាបងប្អូនទៅមើល Facebook របស់លោកហ៊ុនម៉ាណែតណាខ្ញុំអត់មែននិយាយខ្លួនឯងទេខ្ញុំយកអ្វីដែលគាត់សរសេរលើ Facebook ឯងគាត់ដាក់ចេះសំទោសគាត់ថាថ្ងៃនេះខ្ញុំទៅបានអានអត្ថបទថ្មីមួយរបស់កណនីឈ្មោះមេតបលីពូសំទោសមិនពូលីខ្ញុំនឹងក៏ពេកដែរវាដូចថាវាអត់ចាប់អារម្មណ៍ដល់យូរទៅប្រច្រាស់លីពូហ្នឹងគឺក្រុមសាមកុកហ្នឹងហើយគឺជាឈ្មោះដែលគេខ្លែងកណនីមួយដែលអត់ទាំងប្រើឈ្មោះខ្លួនឯងផងហើយត្រូវនាយករដ្ឋមន្ត្រីទៅយកព័ត៌មានពីកណនីដែលអត់មានប្រភពដូចអារឿង The Sunday Guardian លក់មុងឯណាហ្នឹងរដ្ឋាភិបាលទៅយកមកផ្សាយធ្វើជាហេតុផលចង់រំលាយគណៈបកប្រឆាំងអីចឹងចុះតម្លៃថ្នាក់ដឹកនាំយើងនៅកន្លែងណាឆ្ងល់ដែរយើងអត់មានព័ត៌មានឯករាជ្យដែលខ្លួនឯងអាចដកស្រង់បានគឺវាអញ្ចឹងណាទៅដកស្រង់ពីស្អីមេតបលីពូឯណាដែលអត់ដែរស្គាល់ប្រភពសោះបើថាមានឈ្មោះជាមឌិតណាអីណាអញ្ចឹងបើចាស់លីពូហ្នឹងបើលោកហ៊ុនម៉ាណែតជាអ្នកបង្កើតខ្លួនឯងគ្រាន់តែសរសេរទៅហើយជាអាណាមឹកហ្នឹងនៅណាទៅដឹងដូចស្អីគេកាលបកោណាប្របាទនរោត្តមសីហនុនៅមានបជននៅឡើយតាក់តងនឹងស្អីមិត្តរួមរិទ្ធរបស់គាត់មានដើមដឹងរួមរិទ្ធហ្នឹងណែណាឃើញតែលោកយកតែដកស្រង់អត្ថបទរួមរិទ្ធហ្នឹងយកមកវាយរដ្ឋាភិបាលឡើងទល់ខ្លួនរហូតដល់លោកហ៊ុនសែនទ្រាំបានតបទៅបកោណារឿងរួមរិទ្ធហ្នឹងឆ្លោះគ្នាបែកខ្ទិះដោយសាររឿងរួមរិទ្ធហ្នឹងឥឡូវមកចេញ
មេតបលីពូឯណាទៀតឯងគាត់ចង់លេង style បកូណាចាស់ឬក៏យ៉ាងម៉េចប្រជាពលរដ្ឋខ្មែរយើងនឹងវល់គ្មានទិសតំបន់ទេដោយសារតែថ្នាក់ដឹកនាំទៅចឹងមិនដឹងជាស្អីទិសតំបន់នៅណាខ្ញុំកំពុងតែឆ្ងល់រកឯកសារណានោះ CNN ABC អាមេរិកឬក៏ NBC NHK ជប៉ុនឬក៏ Channel New Asia ឬក៏ NPR របស់រដ្ឋរបស់អាមេរិកឬក៏ថាកាសែតណាឲ្យផ្លូវការឲ្យកុំទៅយកភ្នំពេញប៉ុស្តិ៍ខ្មែរ Times ស្អីខ្ញុំបានប្រយោជន៍ទេព្រោះកាសែតអស់នេះសិតតែកាសែតត្រជើងរដ្ឋាភិបាលមកយកឲ្យនៅពេលដែលអស់លក់ឲ្យម្ចាស់ថ្មីអីវាអត់មានអញទៅនិយាយទៅយករឿងលីពូមេតបលីពូឯណាធ្វើដោយរឿងហ្នឹងគឺថាសម្បើមមែនតើខ្ញុំលោកហ៊ុនម៉ាណែតប្រហែលជាកំពុងស្ដាប់សារនេះណាលោកហ៊ុនម៉ាណែតវ័យឆ្នាំនេះគឺ50ឆ្នាំដូចខ្ញុំចឹងកើតឆ្នាំរោងដូចគ្នាអាយុ76ដូចគ្នាខ្ញុំអត់ដឹងគាត់បងឬប្អូនខ្ញុំប៉ុន្តែខ្ញុំកើតខែមីនាហេងសុយអាចបងលោកហ៊ុនម៉ាណែតបងខែក៏ប៉ុន្តែមិនអីទេខ្ញុំអត់ចង់ប្រៀបប្រដូចថាអាយុដំណាលគ្នាហេតុអីបានយើងគិតផ្សេងគាត់គិតផ្សឹងទេខ្ញុំចង់និយាយថាលោកជានាយករដ្ឋមន្ត្រីណាមិនមែនជាមនុស្សសាមញ្ញដូចខ្ញុំទេណាមិនមែនជាមនុស្សសាមញ្ញដូចខ្ញុំទេណាបើទោះមនុស្សសាមញ្ញដូចខ្ញុំក៏ខ្ញុំអត់ទៅប៉ាតណាប៉ាតណីដូចលោកហ៊ុនម៉ាណែតចឹងដែរតែលោកជានាយករដ្ឋមន្ត្រីទៅមើលប្រភពផងមេតបលីពូហ្នឹងណាគេកណនី Facebook គ្មានប្រភពគ្មានអីអញ្ចឹងហើយយកមកផ្សាយធ្វើដូចរឿងប្រព័ន្ធមេឃហើយយកមកដាក់នៅក្នុងហ្នឹងគឺជាការគំរាមកំហែងដល់បណ្ឌិតមកកណោចាំមកខ្ញុំនិយាយហេតុអីបានជាគាត់លើកយកមេតបលីពូហើយដូចខ្ញុំនិយាយចឹងថាបើលោកហ៊ុនម៉ាណែតជាអ្នកបង្កើតកណនីនេះក៏គ្មានអ្នកណាដឹងដែរហើយបើកណនីនេះវាអត់មានប្រភពច្បាស់លាស់បែបនេះអត់មានចង់និយាយថាជាឈ្មោះពិតទេជាឈ្មោះរហ័សនាមបែបនេះហើយយើងទៅយកមកដែរហើយចឹងមិនថាទល់ពធអារឿងដី73កន្លែងហ្នឹងនៅហ្នឹងហើយយើងដោះស្រាយរឿងរឿងដុំថ្មចោលឆ្កែសិនតោះលោកហ៊ុនម៉ាណែតគាត់និយាយចេះថ្ងៃនេះខ្ញុំទើបបានអានអត្ថបទថ្មីមួយរបស់កណនីឈ្មោះមេតបលីពូដែលអត្ថបទជាច្រើនរបស់គាត់សរសេរបានល្អណែបាញ់ន័យថាគាត់មើលគ្រប់អត្ថបទរបស់មេតបលីពូហ្នឹងហើយបែបសាបងាយយល់ក៏ប៉ុន្តែមានន័យជ្រៅនិងផ្អែកលើទស្សនវិជ្ជាជាក់ស្ដែងទៀតខ្ញុំសូមយកមកផុសបន្តអត្ថបទបែបកំ pl ែងថ្មីមួយនេះអំពីបណ្ឌិតចេះគ្រប់រឿងជូនបងប្អូនអានកំសាន្តដូចខាងក្រោមខ្ញុំចង់ឲ្យបងប្អូនចាប់អារម្មណ៍រឿង2-3ម៉ាត់ដែលលោកហ៊ុនម៉ាណែតនិយាយព្រោះគាត់អត់មាននិយាយអីលើសនឹងទៀតទេគឺគាត់ដកស្រង់ពីមេតបលីពូមកទាំងអស់ទី1គាត់និយាយថាអត្ថបទលីពូហ្នឹងគឺសាបភាសាសាបនេះគឺជាភាសាថ្មីមួយនៅក្នុងបរិបទកម្ពុជាប្រហែលជាមួយឆ្នាំចុងក្រោយហ្នឹងឮគេនិយាយច្រើនណាបែបសាបបងប្អូនសាបហ្នឹងគឺដូចជាភាសាអង់គ្លេសថា simple សាមញ្ញងាយសាបស្លៀកពាក់បែបសាបហូបចូលហាងអីបែបសាបបានន័យថាវាមិនគ្រប់ថាអឹកថឹកវាមិនដូចជាប្រសេកប្រសាចអីពេកល្មមដូចថាស្អីក៏បានលីហាលអីក៏បានដែរណាសាបក៏មករស់អញ្ចឹងភាសាសាបហ្នឹងខ្ញុំប្រើតាមគេទេខ្ញុំមិនដឹងដែរព្រោះយើងទៅអត់ទាន់គេទេស្រុកខ្មែរបើយើងនៅអាមេរិក12ឆ្នាំហើយតែខ្ញុំនៅតែដឹងថាពាក្យសាបហ្នឹងគឺសំដៅទៅលើសាមញ្ញធម្មតាងាយយល់ដូចគាត់និយាយចឹងគាត់ប្រើពាក្យសាបងាយយល់ហើយគាត់ប្រើពាក្យថាមានន័យជ្រៅគាត់ជឿជាក់ទៅលើអ្វីដែលលោកលីពូនឹងនិយាយមេតបលីពូនឹងនិយាយហ្នឹងគឺមានន័យជ្រៅផ្អែកលើទស្សនវិជ្ជាជាក់ស្ដែងទៀតណាសំខាន់គាត់គ្រប់គ្រង 100% អ្វីដែលជាអត្ថបទកំ pl ែងរបស់មេតបលីពូហ្នឹងគឺជាអត្ថបទដែលងាយយល់មានន័យជ្រៅហើយជាក់ស្ដែងត្រូវនឹងបរិបទស្រុកខ្មែរទៀតដែលគាត់លើកទឹកចិត្តឲ្យយើងស្ដាប់ទៅព្រោះគាត់គ្រប់គ្រងហើយចុងក្រោយគាត់ថាអត្ថបទនេះគឺជាកំ pl ែងដើម្បីនិយាយអំពីបណ្ឌិតចេះគ្រប់រឿងណាគាត់ចាប់ផ្ដើមរករឿងបណ្ឌិតចេះគ្រប់រឿងហ្នឹងឲ្យអានស្ដាប់ទៅកុំចេះគ្រប់រឿងពេកហេតុអីបានជាគាត់និយាយបិទមាត់បណ្ឌិតចេះគ្រប់រឿងតោះបណ្ឌិតយើងនៅស្រុកខ្មែរនៅម្នាក់ទៀតខ្ញុំកំពុងឆ្ងល់ដែលអត់មានសោះហើយនឹងបណ្ឌិតអស់អាលីងមកស្រុកខ្មែរបណ្ឌិតសពថ្ងៃណាចាំមើលខ្ញុំនិយាយឲ្យនៅឲ្យលឺតែធ្លាប់បណ្ឌិតកែមលីគេសម្លាប់ចោលបាត់10ឆ្នាំហើយមិនបាច់និយាយទេបណ្ឌិតដែលយើងនៅលឺយូគេហៅម្ដងលោកបណ្ឌិតមាសនីគេហៅម្ដងហ្នឹងគេទើសទាល់ទេព្រោះគាត់អត់ត្រូវគ្នាជាមួយនឹងទស្សនៈបណ្ឌិត7មករាទេលោកបណ្ឌិតសុកទូចដែលគេហៅឈ្មោះថាជាបណ្ឌិត7មករាពីមុនគាត់ជាបណ្ឌិតមិនមែន7មករាដល់ពេលចូលជាប្រធានបណ្ឌិតសភាគេហៅលោកបណ្ឌិត7មករាដែរបណ្ឌិតកិនភាគាត់នៅបណ្ឌិតសភាដែរគឺពីមុនមកគឺគាត់ក៏មិនសូវហ៊ាននិយាយអីច្រើនដែរបណ្ឌិតកិនភាមកពីភូមិកំណើតជាមួយលោកបណ្ឌិតកែមលីឥឡូវនេះហ៊ាននិយាយខ្លះគេប្រឡែងឲ្យខ្លះប៉ុន្តែម៉ាត់ណាចុងកតុយគឺត្រូវតែបិទកតុយគឺត្រូវតែបន្ទោសមន្ត្រីរាជការសរសើរថ្នាក់ដឹកនាំថាខំធ្វើដោយសារមន្ត្រីក្របលពៅក្របលមុតដែលធ្វើឲ្យថ្នាក់ដឹកនាំពិបាកដឹកនាំអាហ្នឹងលោកបណ្ឌិតកិនភាហ៊ាននិយាយការពិតដែរប៉ុន្តែការពារមេដឹកនាំគ្រប់ម៉ាត់បណ្ឌិតយងពៅ
បាទបណ្ឌិតយងពៅហ្នឹងគឺឥឡូវហ្នឹងគេឲ្យរហស្សនាមថាបណ្ឌិត7មករាដែរនឹងអត់ឃើញព្រោះតិចពេកឥឡូវមានតែ4មានលោកបណ្ឌិតមាសនេះបណ្ឌិតសុកទួយបណ្ឌិតកិនភៀបណ្ឌិតយងពៅបាទសូមទោសបងប្អូនខ្ញុំលោកឲ្យលោកបើបណ្ឌិតស្រុកគេវិញខ្ញុំភ្លេចឈ្មោះតែបណ្ឌិតស្រុកយើងរាប់អស់ម្រាមដៃបានតែ4អស់លីងហ្នឹងហើយឥឡូវបណ្ឌិត3 4នាក់ហ្នឹងដែលឧស្សាហ៍ឃើញគេមានវេទិកាមានអីនេះហ្នឹងអូចេញបណ្ឌិតមួយទៀតមកពីរុស្ស៊ីហើយខ្ញុំសរសើរបណ្ឌិតហ្នឹងណាព្រោះតែលឺសាររបស់គាត់ប្រហែលខែចុងហើយបណ្ឌិតនេះអត់យូរទេបណ្ឌិតដែលមកពីរុស្ស៊ីដែលខ្ញុំសរសើរនេះសំទោសខ្ញុំអត់សរសើរលោកឲ្យស្លាប់ទេខ្ញុំចង់បង្អាប់លោកឲ្យរស់ដែរក៏ប៉ុន្តែខ្ញុំសរសើរឧត្តមគតិមនសិការជាបណ្ឌិតដែលខ្ញុំសរសើរមួយរូបក្រៅពីបណ្ឌិតមាសនេះគឺមានសុបខ្ញុំរកឈ្មោះតិចសិនបងប្អូនកុំឲ្យអានឈ្មោះគាត់ខុសតកោគាត់ញ៉ិលហេតុអីក៏ភ្លេចលោកបណ្ឌិតយើងវាតិចពេកអត់សូវលឺសោះញ៉ិលរដ្ឋាលោកបណ្ឌិតញ៉ិលរដ្ឋាជាអ្នកជំនាញភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិលោកធ្លាប់ទៅរៀននៅរុស្ស៊ីអ្នកទៅរៀនរុស្ស៊ីសិតតែខួរក្បាល7មករាប៉ុន្តែប្លែកតែលោកបណ្ឌិតញ៉ិលរដ្ឋានេះមកវិញគឺគាត់និយាយថ្ងៃនេះពេញចិត្តមែនតើហើយខ្ញុំថាលោកបណ្ឌិតញ៉ិលរដ្ឋានេះអត់យូរទេខ្ញុំឃើញលោកហ៊ុនម៉ាណែតសាររបស់លោកហ៊ុនម៉ាណែតនេះណាមែនតើសំដៅទៅលើបណ្ឌិតញ៉ិលរដ្ឋានេះច្រើនជាងពួកបណ្ឌិត7មករាដូចលោកកិនភៀលោកសុកទូចលោកយ៉ុងពៅអីគាត់និយាយកាន់តែជើងរដ្ឋាភិបាលមកយុះហើយចឹងលោកហ៊ុនម៉ាណែតអត់ត្រូវការស្អប់ខ្ពើមអីពួកគាត់ទេតែអាចជាសារផ្ញើដល់លោកបណ្ឌិតញ៉ិលរដ្ឋាហើយចាំខ្ញុំពន្យល់ថាបណ្ឌិតញ៉ិលរដ្ឋាហ្នឹងគាត់និយាយអីបានធ្វើឲ្យលោកហ៊ុនម៉ាណែតហ្នឹងមកយករឿងស្អីគេតាក់តងនឹងរឿងមេតបលីពូនឹងមកនិយាយឲ្យជារឿងកំ pl ែងតោះឥឡូវកុំឲ្យខាត់ពេលយូរលោកហ៊ុនម៉ាណែតយករឿងរបស់មេតបលីពូដែលជារឿងកំ pl ែងនេះដែលមានខ្លឹមសារដូចតទៅលោកមេតបលីពូគាត់ទៅសេចេះអង្គុយស្ដាប់បណ្ឌិតម្នាក់ឡើងវិភាគក៏នឹកឃើញរឿងបណ្ឌិតនិងអ្នកចៅទូករឿងចិនទេអញ្ចឹងលោកថាអង្គុយហ្នឹងខ្ញុំហ្នឹងលោកហ៊ុនម៉ាណែតទៅដកស្រង់ពីកណនី Facebook របស់មេតបលីពូហ្នឹងណាហើយមេតបលីពូហ្នឹងគាត់ទៅសេចេះអង្គុយស្ដាប់បណ្ឌិតម្នាក់ឡើងវិភាគក៏នឹកឃើញដល់បណ្ឌិតសំទោសក៏នឹកឃើញដល់រឿងបណ្ឌិតនិងអ្នកចៅទូករឿងនេះតែខ្ញុំលើកទី1ដែរតាមពិតខ្ញុំចេះរឿងកំ pl ែងច្រើនណាស់រាប់ពាន់កំ pl ែងតែរឿងកំ pl ែងនេះជារឿងថ្មីមួយសម្រាប់ខ្ញុំអរគុណលោកហ៊ុនម៉ាណែតដែរដែលចែករឿងកំ pl ែងពីមេតបលីពូខ្ញុំដែរទៅមើល Facebook របស់មេតបលីពូនឹងទេព្រោះខ្ញុំដឹងថា Facebook ណាក៏ដោយឲ្យតែមានឈ្មោះរហស្សនាមហ្នឹងគឺខ្ញុំជាអ្នកកសែតគឺខ្ញុំតត់ចោលហើយព្រោះអីយើងទៅក្លាហានប៉ុណ្ណាទៅដើម្បីជួយជាតិសំបីតែឈ្មោះរបស់ខ្លួនយើងហ្នឹងក៏យើងកែទៅជារហស្សនាមបាត់ទៅហើយនឹងយើងលាក់ឈ្មោះដូចកែបនៅក្នុងស្នូកណាកែបដូចអណ្ដើកក្នុងស្នូកហ្នឹងតើវាមានន័យអីដើម្បីយកមកពិចារណាចឹងបានថាវាយើងនឹងទៅឲ្យកិត្តិយសគាត់ពេលឥឡូវនាយករដ្ឋមន្ត្រីឲ្យកិត្តិយសទៅដល់កណនីរហស្សនាមអញ្ចឹងគាត់ថារឿងបណ្ឌិតនិងអ្នកចែកទូកហ្នឹងគឺនៅស្រុកចិនគាត់ថាពេលជិះទូកឆ្លងទន្លេក្រុមបណ្ឌិតគេនាំគ្នាពិភាក្សាគ្នាសុកក៏ចាប់ផ្ដើមសួរសំណួរជាច្រើនទៅអ្នកចែកទូកហ្នឹងតាមពិតបណ្ឌិតហ្នឹងគេជិះទូកអ្នកចែកទូកហ្នឹងគេចែកទូកដឹកបណ្ឌិតយើងបណ្ឌិតនៅចិនណារឿងយូរហើយរឿងបុរាណរឿងកំ pl ែងចែកទូកគេចែកគ្នាពីរឿងនេះពីរឿងនោះចឹងដល់ពេលមិនដឹងសុកអីស្រាប់តែបណ្ឌិតនោះអស់រឿងអីសួរក៏ទៅសួរអ្នកចែកទូកនឹងលេងគាត់សួរចេះដោយសារអីដឹងថាអ្នកចែកទូកនឹងទី1អត់មានចំណេះដឹងអីជ្រៅជ្រះទេទី2ក៏អត់មានបទពិសោធន៍ទី3គឺគ្មានទាំងឱកាសរៀនសូត្រសិក្សាអីបានត្រឹមតែប្រើកម្លាំងរស៊ីចៅទូកចិញ្ចឹមធ្វើមិនគាត់ទៅសួរសំណួរជ្រៅអីសួរមិនកើតទេសួរសំណួរសាបរាក់ហ្នឹងទៅអូខេដូចសួរសំណួរជ្រៅដល់បណ្ឌិតអីវាទៅសួរអ្នកចៅទូកអីវាមិនកើតអញ្ចឹងណាហ៎ក្រុមបណ្ឌិតហ្នឹងក៏និយាយថាអ្នកចៅទូកឯងអត់បានសិក្សាជីវិតបរាជ័យគឺ50%ហើយបានន័យថានិយាយប្រាប់ទៅអ្នកចៅទូកហ្នឹងថាចៅទូកអញ្ចឹងអត់បានរៀនសូត្រអត់មានចំណេះជំនាញអីក្នុងខ្លួនអញ្ចឹងគឺក្នុងជីវិតអ្នកឯងគឺបរាជ័យ50%បាត់ទៅហើយការងារធ្វើអត់ការងារធ្វើសំទោសអត់ដែលធ្វើការងារបានន័យអត់ដែលធ្វើការងារសង្គមអត់ដែលធ្វើការងារក្នុងប្រូអត់ដែលចូលប្រឡូកក្នុងនយោបាយអីចៅតទូកហ្នឹងអត់បត់ពិសោធន៍អាហ្នឹងបរាជ័យ25%ទៀតអញ្ចឹងជីវិតរបស់អ្នកចៅទូកហ្នឹងបើនិយាយដោយការគិតរបស់បណ្ឌិតគឺបរាជ័យ75%ហើយនៅសល់តែ25%ទៀតទេ
ហើយបើនិយាយពីពឹងលើមុខរបរតែចៅទូកមួយនិងឱកាសជោគជ័យក្នុងជីវិតគឺមានតែ 25% នឹងតែប៉ុណ្ណឹងឯងអញ្ចឹងបណ្ឌិតហ្នឹងគេនិយាយអញ្ចឹងគឺសាបអញ្ចឹងគឺចៅទូកអត់រៀនជីវិតបរាជ័យ 50% អត់បានបបពិសោធន៍អត់បានចូលរួមក្នុងសង្គមអីច្រើនទៀតបរាជ័យ 25% ទៀតអញ្ចឹងជីវិតជោគជ័យឱកាសមានតែ 25% ហ្នឹងបានន័យថាបរាជ័យហ្នឹងមិនអញ្ចឹងព្រោះអីជីវិតយើងតែឱកាសតែក្រោម 50% គឺអត់ឱកាសហើយបានន័យថាប្រឡងដូចយើងប្រឡងចឹងបងប្អូនថាបើយើងប៊ីសជាប់ 49.9 បានន័យថាធ្លាក់ហើយបងប្អូនជាប់មួយយ៉ែនត50អញ្ចឹងបើប៊ីសធ្លាក់អាច50គត់ប៊ីសធ្លាក់អាហ្នឹងយើងជាប់តែនេះបានតែ 25% ចឹងបានន័យថាជីវិតរបស់អ្នកចៅទូកហ្នឹងគឺបរាជ័យហើយធ្លាក់ហើយក្នុងន័យរបស់បណ្ឌិតអញ្ចឹងគាត់បន្តទៀតអ្នកចៅទូកទោះបីជាគេនិយាយឌៀមដាមវិភាគពីជីវិតគាត់យ៉ាងណាក៏គាត់មិនខ្ចីមាត់បានតែត្រឹមញញឹមហើយប្រឹងចៅទូកទៅមុខធម្មតាបងប្អូនត្រូវស្ដាប់ឃ្លានេះឲ្យមែនតើណាព្រោះឃ្លានេះគឺជាឃ្លាពេញចិត្តរបស់លោកហ៊ុនម៉ាណែតហើយអ្នកចៅទូកទោះបីជាគេនិយាយឌៀមដាមវិភាគជីវិតគាត់យ៉ាងណាក៏គាត់មិនមាត់បានត្រឹមតែញញឹមហើយប្រឹងចៅទូកទៅមុខធម្មតារហូតដល់កណ្ដាលទន្លេគាត់ក៏បង្អង់ទូកហើយស្រែកសួរក្រុមបណ្ឌិតអញ្ចេះមើលលោកបណ្ឌិតខ្ញុំសួរមកសំណួរបានទេបណ្ឌិតក៏ឆ្លើយវិញសួរមកសួរសំណួរអីក៏បានដែរព្រោះគេជាបណ្ឌិតនោះដែលតល់ហើយអ្នកចៅទូកក៏សួរទៀតថាលោកបណ្ឌិតទាំងអស់គ្នានឹងមានចេះហែលទឹកឬទេបណ្ឌិតក៏តបថាមនុស្សរស់នៅដីគោករៀនសូត្រតែរហូតមានចេះពេលឯណាមកចេះហែលទឹកពលរវល់រៀនអ្នកចៅទូកក៏ស្រែកប្រាប់វិញថារៀនដល់បណ្ឌិតចេះប៉ុណ្ណឹងដែរតែភ្លើមិនព្រមរៀនហែលទឹកមេឃខ្មៅហើយព្យុះមកហើយបើលោកបណ្ឌិតមិនចេះហែលទឹកទេឱកាសជោគជ័យរបស់លោកបណ្ឌិតទាំងអស់ហ្នឹងគឺស្មើនឹង0និយាយរួចអ្នកចៅទូកក៏លោតទឹកក៏លោតសំទោសនិយាយរួចអ្នកចៅទូកក៏លោតទឹកហែលទៅរកច្រាំងឯបណ្ឌិតក៏ត្រូវព្យុះបក់បោកផាត់ស្លាប់តៃហោងទៅអើយអញ្ចឹងលោកមេតបលីពូហ្នឹងក៏គាត់បញ្យល់ទៀតថាពាក្យខ្មែរយើងនិយាយថាសេដ្ឋីគេនៅខ្វះអំបែងបណ្ឌិតនៅមានពេលខ្លះល្ងងមិនមែនគ្រប់បណ្ឌិតនិយាយមកសុទ្ធតែត្រូវទេបណ្ឌិតគ្រាវជ្រូកខ្លះនិយាយចេញមកអន់ជាងអ្នកចៅទូកនឹងផងបើយើងជំនាញសេដ្ឋកិច្ចវិភាគតែសេដ្ឋកិច្ចទៅកុំវិភាគរឿងយុទ្ធសាស្ត្រតបវាយលុកឬដកថយជាការសម្រេចចិត្តរបស់មេបញ្ជាការទិសខាងមុខសម្រេចចិត្តដោយសារយោងតាមសភាពការជាក់ស្ដែងកុំបានកាន់ក្បាលមីក្រូពុលទឹកមាត់ក៏និយាយថាចាំកើតបណ្ឌិតសិនចាំរិះគន់បណ្ឌិតអត់ទេត្រឹមតែអ្នកចៅទូកក៏រិះគន់បានដែរអាហ្នឹងពាក្យរបស់មេតបលីពូពេញចិត្តលោកហ៊ុនម៉ាណែតទាំងអស់